រៀបចំតុអាហារហើយទៅរៀបចំនៅចង្ក្រានបាយទៅកុំមកអង្គុយរួមតុបាយជាមួយយើងការងារមានច្រើនត្រូវធ្វើឲ្យហើយទៅចាំស៊ីបាយយើងចង់នៅក្បែរលំអងរុះរយនោះអ្នកប្រុសចង់សម្ដែងលើនាងតូចដ៏ស្រស់ស្អាតនោះមែនទេសម្ដែងបានណាអញ្ចឹងយប់នេះកុំស៊ីបាយឲ្យសោះពុកអើយពុកកូននឹកពុកណាបើសិនជាអាចពុកមកយកកូនទៅនៅជាមួយផងបានទេរឿងរាជបុត្រលាក់មុខនិងនារីកំសត់មាននិទានមួយដំណាលថាមានសេដ្ឋីម្នាក់មានកូនស្រីដ៏ស្រស់ស្អាតមួយនឹងបានរៀបការជាមួយប្រពន្ធក្រោយដែលជាអ្នកមេម៉ាយមានកូនស្រីមួយរូបដូចគ្នាថ្ងៃមួយសេដ្ឋីហាក់មានជំងឺធ្ងន់មិនអាចព្យាបាលជាឡើយអូនសំឡាញ់ប្រសិនបើអត់ពីបងទៅអូនជួយមើលថែទីណាកូនស្រីរបស់បងផងទោះបីនាងមិនមែនជាកូនបង្កើតរបស់អូនក៏ដោយសូមអូនជួយការពារនាងថែរក្សាជំនួសបងផងបងប្រហែលជាមិនអាចរស់នៅជាមួយអូនបានយូរទៀតឡើយបងកុំបារម្ភអីអូននឹងមើលថែនាងឲ្យដូចអ្វីដែលបងបានផ្ដែផ្ដាំទីណានាងជាក្មេងល្អណាស់ដូច្នេះអូនមិនបានបោះបង់នាងចោលឡើយលោកពងសូមលោកពុករឹងមាំឡើងកូនមិនចង់ឃ្លាតពីលោកពុកឡើយខ្ញុំក៏ដូចគ្នាសូមលោកពុកអត់ធ្មត់ឡើងអរគុណហើយអូនកូនពុកមានមោទនភាពណាស់ដែលមានកូនស្រីទាំងពីរតែពុកប្រហែលជាមិនអាចបាននៅជាមួយកូនឡើយពុកគិតថាពុកលាកូនលាប្រពន្ធសំឡាញ់ហើយលោកបងលោកបងក្រោកឡើងកូនមិនអាចរស់ដោយគ្មានលោកពុកបានឡើយតែឲ្យផាត់អញ្ចឹងក៏ស្រួលដែររដ្ឋាឯងនិយាយអីហើយបានហើយលោកបងទៅបានសុខហើយឈប់យំទៅយើងអស់ទឹកភ្នែកហើយកូនរដ្ឋាកូនឯងទៅហៅតាអាចារ្យមកនឹងឲ្យធ្វើបុណ្យឲ្យឆាប់ចំមីងនិយាយអីហេតុអីមិនក៏គ្មានអឡោះអាល័យលោកពុកបន្ទែងសោះបែបនេះចិត្តមីងសាំងពីអ្វីទៅចិត្តយើងគឺសាំងពីលុយនិងទ្រព្យសម្បត្តិមានលុយនិងទ្រព្យសម្បត្តិច្រើនប៉ុណ្ណាយើងមានចិត្តល្អប៉ុណ្ណឹងតែឥឡូវដោយសារតែឪពុកនាងឯងឈឺច្រើនពេកឃើញទេលុយនិងទ្រព្យសម្បត្តិសឹងតែហិនហោចអស់យើងស្ដាយណាស់តែឥឡូវល្អហើយដែលតាកញ្ចាស់នេះវាស្លាប់បាត់នោះចិត្តមីងខ្មៅណាស់មីងអាក្រក់ណាស់និយាយចប់ម្ដាយកូនទាំងពីរក៏បានដើរចេញទៅទាំងគ្មានក្តីសោកសៅបន្តិចសោះឡើយក្រោយពីពិធីបុណ្យសពបានបញ្ចប់ទៅទីណាក៏คล้ายទៅជាគោលដៅដែលអ្នកស្រីភួងនិងរដ្ឋាធ្វើបាបគ្រប់សពបែបយ៉ាងនាងទីណាទៅណាហើយមិនក៏មិនគិតរៀបចំបោសផ្ទះសម្បែងធ្វើអាហារពេលព្រឹកនេះត្រូវចាំឲ្យយើងនឹងទឿនរាល់ថ្ងៃតើមែនទេចាមីងខ្ញុំរវល់កាបអាចមន់នៅក្រៅផ្ទះបន្តិចទៀតខ្ញុំរៀបចំធ្វើឲ្យមីងធ្វើការផ្ទះហើយស្រូតទៅផ្សារទិញម្ហូបសម្រាប់អាហារពេលថ្ងៃផងធ្វើការហត់កុំស៊ីបាយច្រើនពេកព្រោះថាវាអស់អង្គយើងច្រើនណាស់ចាប់ពីថ្ងៃនេះទៅស៊ីតិចបានហើយចាមីងពុកអើយកូនហត់ណាស់បើពេលនេះពុកនៅរស់ម្លេះកូនមិនហត់នឿយដូចសពថ្ងៃនេះទេណែគិតទួយសោកអីចាំតែធ្វើការដែលម៉ែយើងប្រើទៅយើងឃ្លានណាបើឯងឃ្លានជួយបងបន្តិចទៅណានឹងឆាប់ហើយលឿនហើយខ្ញុំរវល់ហើយមិនជួយទេនាងកើតមកវាមានកម្មគឺសំតែធ្វើអ្នកបំរើអញ្ចឹងហើយ
ការងារទាំងអស់ហ្នឹងវាសមនឹងនាងច្រើនជាងយើង ក្រោយនិយាយចប់ទីណាក៏ស្រូតរៀបចំបោះផ្ទះសម្បែងនិងរៀបចំអាហារពេលព្រឹកជូនម្ដាយចុងនិងប្អូនស្រីព្រមទាំងរៀបចំតុអាហារសម្រាប់ឲ្យពួកគេបរិភោគយ៉ាងស្អាតទៀតផងទោះបីទីណាខំធ្វើល្អដាក់ម្ដាយកូនគេទាំងពីរក៏ដោយក៏គេមិនទទួលបានផលតបស្នងមកវិញដែរ រៀបចំតុអាហារហើយទៅរៀបចំនៅចង្ក្រានបាយទៅកុំមកអង្គុយរួមតុបាយជាមួយយើងការងារមានច្រើនត្រូវធ្វើឲ្យហើយទៅចាំស៊ីបាយចាមីងម៉ែយើងហូបឲ្យអស់ទៅមិនបាច់ទុកឲ្យវាទេឲ្យសមមុខវាទៅអ្នកណាប្រើឲ្យវាកាត់មកស្អាតជាងខ្ញុំធ្វើអីវាគ្មានវាសនានឹងល្អជាងកូនឡើយដរាបណាម៉ែនៅទីនេះកុំសង្ឃឹមថាវាបានទ្រព្យដែលពុករបស់វាបន្សល់ទុកឲ្យនោះស្រូតបាយព្រឹកទៅនឹងអាលទៅផ្សារជាមួយម៉ែទិញកណាត់សូត្រល្អមកកាត់ខោអាវចាម៉ែ ម្ដាយកូនទាំងពីរបាននាំគ្នាឆីអាហារដែលមាននៅលើតុអស់គ្មានសល់និងមិនទុកឲ្យទីណាបានបរិភោគឡើយពេលពួកគេបរិភោគអស់ក៏បានដើរចេញទៅបន្ទាប់ពីនោះទីណាក៏បានដើរចូលមកដល់ជាមួយនឹងក្តីទុក្ខសោកជាខ្លាំងក្រោយឃើញទង្វើរបស់ម្ដាយកូនទាំងពីរនាក់នោះ អូព្រះអើយសំបីតែអាហារក៏ពួកគាត់មិនទុកឲ្យខ្ញុំបានបរិភោគដែរ រៀងរាល់ពេលទុកសោកម្ដងទីណាតែងទៅរត់ទៅពួនយំក្បែរមាត់ទឹកក្រោយផ្ទះ ពុកអើយពុកកូននឹកពុកណាស់បើសិនជាអាចពុកមកយកកូនទៅនៅជាមួយផងបានទេ ក្រោយឮសំឡេងយំសោកសៅរបស់ទីណាទេវតាមួយអង្គក៏បានបង្ហាញព្រះកាយមកនិងនិយាយទៅកាន់ទីណាថាក្មេងស្រីដ៏ស្រស់ស្អាតតើឯងមានរឿងអីបានជាយំសោកបែបនេះ ហាតើលោកជាអ្នកណាទៅ យើងជាទេវតាថែរក្សានៅទីនេះ ពធអើយខ្ញុំម្ចាស់យំដោយសារម្ដាយចុងនិងប្អូនស្រីខ្ញុំតែងតែធ្វើបាបខ្ញុំមិនឲ្យខ្ញុំបានបរិភោគឆ្អែតឡើយពួកគេចិត្តអាក្រក់ចំពោះខ្ញុំម្ចាស់ណាស់បើទោះបីខ្ញុំម្ចាស់ខំបំរើនិងធ្វើល្អដាក់ពួកគេយ៉ាងណាក៏ដោយ អូហូក្មេងស្រីដ៏ស្រស់ស្អាតអើយនាងតូចកុំទុក្ខសោកអីយើងនឹងជួយដល់នាងនៅពេលដែលនាងឃ្លានសូមនាងបួងសួងថាឱទេវតារក្សាព្រឹកព្រៃសូមមេត្តាជួយប្រទានអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់ខ្ញុំនោះនាងនឹងទទួលបានអាហារដ៏ឈ្ងុយឆ្ងាញ់ហើយហកនេះជាអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់នាងហើយណាក្រោយនិយាយចប់ទេវតារក្សាព្រឹកព្រៃក៏បានជប់អាហារដ៏ឈ្ងុយឆ្ងាញ់ពីពេញតុដើម្បីឲ្យទីណាបានបរិភោគ ហាពិតជាអស្ចារ្យណាស់ខ្ញុំម្ចាស់សូមអរព្រះគុណដល់ទ្រង់ហើយ សូមនាងនឹកចាំពាក្យដែលត្រូវបួងសួងពេលដែលនាងឃ្លាននោះយើងនឹងជួយដល់នាងពេលនេះយើងសូមលានាងហើយណា ខ្ញុំម្ចាស់អរព្រះគុណទ្រង់ណាស់ ពោលចំទេវតារក្សាព្រឹកព្រៃក៏បានចាកចេញពីទីនោះទៅចំណែកឯទីណាក៏ស្រាប់តែរីករាយជាមួយនឹងអាហារនិងបរិភោគឡើងឆ្ងាញ់ផងដែរបន្ទាប់មកនាងក៏បានទៅកាន់ផ្ទះវិញនៅផ្ទះអ្នកស្រីភួង មួយកំណាត់ថ្ងៃនេះនាងបាត់ក្បាលទៅណាមិនក៏មិននៅផ្ទះខ្ញុំទៅមកពីខាងក្រៅប្អូនស្រីមានការអីនាងឆាប់ទៅជួយការងារនៅផ្ទះបាយបន្តទៅកុំនៅរុញរាស្អីនៅនឹងនោះបងដឹងហើយ ក្រោយពេលទីណាទទួលបានពរពីទេវតារួចជារៀងរាល់ថ្ងៃនាងតែងតែទទួលបានអាហារសម្រាប់បរិភោគរាល់ថ្ងៃមានថ្ងៃមួយមានកំឡោះសង្ហាម្នាក់ព្រមទាំងអ្នកបម្រើបានដើរឆ្លងកាត់ភូមិនិងស្រាប់តែមានអារម្មណ៍ថាស្រេកទឹកហើយក៏អស់ទឹកផងនោះក៏ក្រឡេកឃើញផ្ទះរបស់អ្នកស្រីភួង
ក៏បានចូលទៅរ៉ាដាអញសាកទៅនិយាយជាមួយម្ចាស់ផ្ទះទៅមើលថាពួកយើងសុំទឹកបរិភោគបន្តិចបានអ្នកប្រុសពេលរ៉ាដាដើរចូលទៅកាន់ផ្ទះអ្នកស្រីភួងនោះស្រាប់តែរដ្ឋាដែលជាកូនបានក្រឡេកឃើញសម្រស់ដ៏ស្រស់សង្ហារបស់វិទូនាងបានចាប់ចិត្តប្រតិព័ទ្ធយ៉ាងខ្លាំងជំរាបសួរអ្នកនាងតើអ្នកនាងអាចចែកទឹកឲ្យពួកយើងបានបរិភោគបន្តិចបានទេដោយសារតែពួកយើងធ្វើដំណើរផ្លូវឆ្ងាយហើយទឹកក៏អស់ដូច្នេះសូមមេត្តាឲ្យពួកយើងសុំទឹកបរិភោគបន្តិចមកអ្នកនាងអូហូចាបានសូមអញ្ជើញលោកនិងបុរសខាងនោះចូលមកក្នុងម៉ាចាមកសម្រាប់ក្នុងផ្ទះខ្ញុំបន្តិចមកចាំខ្ញុំរៀបចំទឹកឲ្យលោកពិសាបាទអរគុណណាស់អ្នកប្រុសសូមអញ្ជើញចូលមកខាងក្នុងមកអ្នកនាងខាងនេះចិត្តល្អណាស់គាត់ហៅឲ្យយើងសម្រាប់មកផ្លែតនៅទីនេះល្អណាស់ក្រោយចាប់ចិត្តប្រតិព័ទ្ធលើវិទូនាងរដ្ឋាបានប្រញាប់ទៅលើកទឹកនិងរៀបចំនំជាច្រើនយកមកជូនវិទូនិងរាធានៅផ្ទះបាយណែជួយរៀបចំនំមួយចាននិងទឹកឲ្យខ្ញុំបន្តិចមកប្អូនស្រីយកទៅឲ្យអ្នកណាគេទទួលភ្ញៀវរបស់ខ្ញុំចាំបងលើកយកទៅឲ្យណាល្អរៀបចំឲ្យស្រួលមកព្រោះគេជាភ្ញៀវពិសេសរបស់យើងចាស្របពេលនោះអ្នកស្រីភួងដែលទើបតែមកពីផ្សារបានចូលមកក្នុងផ្ទះនិងមានការភ្ញាក់ផ្អើលជាខ្លាំងពេលឃើញបុរសសង្ហាម្នាក់និងអ្នកបម្រើនៅក្នុងផ្ទះរបស់គាត់អ្នកស្រីហាក់ភ្នែកមុតនិងមើលដឹងថាបុរសសង្ហានោះអាចជាអ្នកមានទ្រព្យធនដូច្នេះអ្នកស្រីក៏មានគំនិតចង់ឲ្យកូនរបស់ខ្លួនតាក់ទាញចិត្តបុរសសង្ហានោះអាយ៉ាពុទ្ធអើយថ្ងៃនេះផ្ទះរបស់ខ្ញុំអ៊ូអមម្លេះទេណអ្នកកំឡោះខាងនេះគឺជំរាបសួរអ្នកមីងខ្ញុំជាអ្នកដំណើរឆ្លងកាត់ទីនេះដោយសារតែទាល់គំនិតរកទឹកសម្រាប់បរិភោគមិនបានក៏ប្រទះឃើញផ្ទះអ្នកមីងក៏ឈៀងចូលមកសុំទឹកបរិភោគបន្តិចចាបានកុំបារម្ភបើលោកគិតថាហត់នឿយអាចស្នាក់នៅមួយយប់ក៏បានដែរមិនហើយអ្នកប្រុសមេឃក៏ងងឹតហើយដែរយ៉ាងម៉េចយ៉ាម៉ាយើងគួរសុំផ្ទះអ្នកស្រីស្នាក់នៅមួយយប់ក៏ល្អដែរលោកទាំងពីរគួរតែស្នាក់នៅមួយយប់ទេពួកយើងមិនប្រកាន់អីទេកំឡុងពេលសន្ទនាគ្នាស្រាប់តែទីណាបានលើកយកនំនិងទឹកសម្រាប់ទទួលភ្ញៀវភ្លាមនោះសម្រស់របស់ទីណាបានតាក់ចិត្តវិទូជាខ្លាំងដែលធ្វើឲ្យកំឡោះរូបនេះហាក់មិនអាចចោលភ្នែកទៅណាឆ្ងាយពីវង្សភ័ក្រដ៏ស្រស់ស្អាតរបស់នាងឡើយសូមអញ្ជើញពិសាទឹកនិងនំបាទអរគុណណាស់រដ្ឋាកើតក្តីមួម៉ងក្នុងចិត្តដោយសារតែឃើញវិទូហាក់ចាប់ចិត្តទៅលើទីណាព្រមទាំងសម្លឹងមិនដាក់ភ្នែកដូចនោះនាងក៏ប្រញាប់ហាមាត់និយាយកាត់ភ្លាមទីណាបងទៅក្នុងវិញទៅចាអូមែនហើយខ្ញុំគិតថាខ្ញុំសម្រេចចិត្តសូមស្នាក់នៅទីនេះមួយយប់ចុះហើយបើមិនទៅទាល់ទេរ៉ាដាជួយរៀបចំប្រាក់សម្រាប់ការស្នាក់នៅនេះជូនអ្នកស្រីម្ចាស់ផ្ទះចុះជាការដឹងគុណដែលអ្នកស្រីមានសន្តានចិត្តល្អចំពោះពួកយើងបាទអ្នកប្រុសអូហូអ្នកប្រុសពិតជាមនុស្សមានគុណធម៌ណាស់ខ្ញុំអរគុណខ្លាំងណាស់ល្ងាចនេះសូមពិសាអាហារឲ្យឈ្ងុយឆ្ងាញ់និងសម្រាប់ឲ្យបានលង់លក់ស្រួលចុះនៅក្នុងបន្ទប់របស់អ្នកស្រីភួងណែកូនស្រីម្ដាយមានគំនិតមួយយប់នេះកណ្ដាលអាត្រៀតពួកយើងគួរធ្វើអីម្យ៉ាងទៅម៉ែគិតថាបុរសនោះជាមនុស្សមានទ្រព្យសម្បត្តិស្ដុកស្ដំណាស់បើកូនបានគេកូននឹងសោយសុខអស់មួយជីវិតហើយគួរធ្វើយ៉ាងម៉េចទៅម៉ែកូនយកកមួនស្នេហ៍នេះដាក់ចូលទៅក្នុងទឹករួចពាក់កណ្ដាលអាត្រៀតលួចចូលទៅប្រោះទឹកដែលដាក់កមួនស្នេហ៍នោះលើខ្លួនបុរសនោះទៅនោះគេនឹងភ្ញាក់ឡើងលងស្រឡាញ់កូនមិនខានតើវាស័ក្តិសិទ្ធិពិតអីម៉ែកមួននេះម៉ែធ្លាប់ធ្វើដាក់លោកសេដ្ឋីស័ក្តិសិទ្ធិណាស់ឯងឆាប់ចាត់ការយប់នេះទៅចាម៉ែការជជែករវាងម្ដាយកូនទាំងពីរបានបញ្ចប់តែរឿងដែលនឹកស្មានមិនដល់គឺរ៉ាដាដែលជាអ្នកបម្រើវិទូបានស្ដាប់ឮនៅគម្រោងការអាក្រក់
ដែលម្ដាយកូនទាំងពីរនាក់នេះមានមកលឺវិទូដូច្នេះគេក៏បានរត់ទៅប្រាប់វិទូភ្លាមអ្នកប្រុសពួកយើងគួរតែចាកចេញពីទីនេះនៅយប់នេះទៅដោយសារតែម្ដាយនិងកូនស្រីនោះមានគម្រោងការមិនល្អចំពោះអ្នកប្រុសទេយើងដឹងហើយហេតុអីក៏អ្នកប្រុសដឹងព្រោះតាមចរិតនៃភាពលោភលន់និងអកប្បកិរិយារបស់ពួកគេយើងអាចមើលធ្លុះតែណ៎ហើយចុះយើងមិនទាន់ចង់ទៅទេយើងចង់នៅទីនេះសិនព្រោះអីទៅអ្នកប្រុសយើងចង់នៅក្បែរលំអងរុះរយនោះអ្នកប្រុសចង់សម្ដែងលើនាងតូចដ៏ស្រស់ស្អាតនោះមែនទេយើងពិតជាដកចិត្តដកអារម្មណ៍ទៅនឹងនាងខ្លាំងណាស់យើងពិតជាពេញចិត្តចំពោះនាងដំណឹងនេះល្អណាស់ណាស់ហើយចុះអ្នកប្រុសនៅបន្តមកយប់សិនចុះប៉ុន្តែខ្ញុំនឹងរៀបចំការពារអ្នកប្រុសមិនឲ្យមានបញ្ហាអីកើតឡើងឡើយអរគុណហើយរ៉ាដាឯងស្មោះត្រង់នឹងយើងណាស់ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតនាពេលយប់មកដល់អ្នកកំឡោះទាំងពីរសម្រាប់ក្នុងបន្ទប់នេះចុះចំណែកឯនាងទីណានាងសម្រាប់នៅផ្ទះបាយមួយយប់ទៅយប់នេះចាមីងអ្នកប្រុសយប់នេះអ្នកប្រុសយល់សពឃើញខ្ញុំផងណារាត្រីសួស្ដីនិយាយចប់ហើយទីណាក៏ដើរទៅចង្ក្រានបាយដើម្បីលាងសម្អាតចានឆ្នាំងស្រាប់តែពេលនោះរដ្ឋាបានដើរចូលមកនិងបាននិយាយតេះដៀលទៅកាន់ទីណាខ្លាំងយ៉ាងម៉េចនាងប្រហែលជាចង់លូកថ្លើមយើងឲ្យមើលទៅនាងឃើញប្រុសមិនបានពិតមែនយើងប្រាប់នាងណាបរិសម្នាក់នោះជារបស់យើងនាងហាមឲ្យភ្នែកគេបងមិនបានមានគំនិតលើអ្នកប្រុសម្នាក់នោះទេព្រោះបងមិនស្គាល់គេឡើយឯងឈប់គិតអកតេមកលើបងទៀតទៅសំដីបានណាអញ្ចឹងយប់នេះកុំស៊ីបាយឲ្យសោះនិយាយចប់រដ្ឋាបានដើរយកបាយដែលនៅសេសសល់ក្នុងឆ្នាំងយកទៅចាក់ចោលរួចក៏បានដើរចេញបាត់ទៅតែគេមិននឹកស្មានឡើយថាវិទូដែលឈរនៅក្បែរនោះបានលួចមើលឃើញសកម្មភាពរបស់រដ្ឋាដែលបានធ្វើដាក់ទីណាអានេះជាកម្មពីអ្វីទៅដែលខ្ញុំត្រូវមករស់នៅជាមួយគ្រួសារបែបនេះមិនចាំយូរទីណាក៏បានរត់ចេញពីកន្លែងនោះទៅពួនយំនៅក្រោមដើមឈើក្បែរមាត់ទឹកដែលជាកន្លែងដែលនាងតែងតែលួចទៅយំម្នាក់ឯងពេលដែលនាងកើតទុក្ខម្ដងទេវតាអើយខ្ញុំវេទនានៅក្នុងចិត្តណាស់បើខ្ញុំស្លាប់តើនឹងអស់កម្មនេះដែរទេនិយាយចប់ស្រាប់តែទេវតារក្សាព្រឹកព្រៃបានចេញមកជាថ្មីម្ដងទៀតយ៉ាងម៉េចហើយនាងតូចនាងកើតទុក្ខអ្វីទៀតហើយបានជាក្រៀមក្រំបែបនេះខ្ញុំម្ចាស់ពិបាកចិត្តណាស់បើសិនជាអាចសូមទ្រង់ជួយឲ្យខ្ញុំម្ចាស់លែងមានដង្ហើមដកហើយចាក់ចេញពីពិភពដ៏ឈឺចាប់នេះចុះខ្ញុំម្ចាស់លែងចង់រស់នៅទីនេះទៀតហើយនាងតូចកំសត់អើយជីវិតរបស់នាងមិនទាន់អស់នៅឡើយទេណាស់ហើយចុះដោយសារតែនាងតូចមានចិត្តបុណ្យជាក្មេងស្រីស្មោះត្រង់មានសន្តានចិត្តដ៏ល្អយើងនឹងប្រទានរង្វាន់ដល់នាងនៅអនាគតដ៏ប្រសើរមួយចុះតែទ្រង់មានបន្ទូលបានន័យថាយ៉ាងម៉េចទៅនាងតូចពេលនេះនាងនឹងបានជួបអនាគតគូព្រេងរបស់នាងដែលគេជាគូពីអតីតជាតិទៀតផងបុរសម្នាក់នោះគេនៅក្នុងផ្ទះនាងនៅថ្ងៃនេះចូលទៅជួបគេនោះគេនឹងអាចស្រោចស្រង់ជីវិតរបស់នាងតូចបានហើយខ្ញុំម្ចាស់សូមអរគុណទ្រង់ដែលបង្ហាញនូវការពិតដល់ខ្ញុំនឹងទៅជួបគេឥឡូវនេះបានទៅចុះនិយាយចប់ទេវតាក៏បានបំបាំងកាយបាត់ទៅចំណែកឯទីណាក៏បានដើរត្រឡប់មកដល់ផ្ទះវិញនិងបានជួបបរិសសង្ហារូបនោះនាងទៅមកពីណាទាំងយប់បែបនេះតើនាងមិនខ្លាចទេហ៎អ្នកប្រុសតើអ្នកប្រុសចាប់អារម្មណ៍លើខ្ញុំមែនទេវិទូហាក់ភាំងស្មារតីរកនឹកឆ្លើយលែងចេញដោយសារតែទីណាបានសួរមកកាន់រូបគេត្រង់ពេកតែអ្នកកំឡោះរូបនេះក៏ច្បាស់ណាស់ថាបេះដូងរបស់គេកំពុងតែលូតញាប់
រំភើបក្នុងចិត្តជាខ្លាំងមិនបងអង្គយូរវិទូក៏ឆ្លើយបាទខ្ញុំចាប់អារម្មណ៍លើអ្នកនាងតាំងពីពេលដែលបានឃើញមុខដំបូងម្លេះអ្នកនាងមានសម្រស់ស្អាតណាស់និងមានកិរិយាដ៏ប្រពៃខ្ញុំពិតជាពេញចិត្តនឹងអ្នកនាងណាស់ ថាម៉េចនេះជាការពិតដែរខ្ញុំពិតជាសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបានឡើយខ្ញុំក៏ពេញចិត្តលើអ្នកប្រុសដូចគ្នា អរគុណណាស់ដែលផ្ដល់ក្តីសង្ឃឹមសម្រាប់ខ្ញុំដឹងថានេះជាស្នេហាដែលឃើញភ្លាមស្រឡាញ់ផ្លែនតែខ្ញុំសន្យាថានឹងស្រឡាញ់អ្នកនាងអស់មួយជីវិតខ្ញុំ បើអញ្ចឹងអ្នកប្រុសនឹងយកខ្ញុំទៅជាមួយហើយចាក់ចេញពីទីនេះទេ បាទប្រកបណាស់ខ្ញុំបានឃើញនិងដឹងថាទីនេះមិនមែនជាផ្ទះដ៏កក់ក្ដៅសម្រាប់អ្នកនាងឡើយដូច្នេះខ្ញុំនឹងការពារនាង អរគុណណាស់ ក្រោយយល់ច្បាស់ពីបំណងចិត្តគ្នាទៅវិញទៅមកហើយនោះទីណានិងវិទូព្រមទាំងរ៉ាដាបានសម្រេចចិត្តថានឹងលួចចាក់ចេញពីផ្ទះនេះទាំងយប់អាធ្រាត្រតែម្ដងដោយសារវិទូគិតថាបើទីណាបន្តនៅទីនេះទៀតនាងអាចនឹងមានគ្រោះថ្នាក់នៅតាមផ្លូវឆាប់ឡើងអូនកាន់ដៃបងឲ្យជាប់មកកុំបារម្ភអីអ្នកប្រុសនិងអ្នកនាងដើរខាងក្រោយខ្ញុំចុះខ្ញុំនឹងការពារអ្នកទាំងពីរឲ្យបានល្អបំផុត បងវីតូអូនខ្លាចណាស់ខ្លាចម្ដាយចុងអូនដឹងរឿងនេះហើយពួកគេនឹងមកតាមរកពួកយើងហើយពួកគេអាចនឹងធ្វើបាបពួកយើង មិនបាច់បារម្ភទេបងនឹងការពារអូនមិនឲ្យនរណាម្នាក់មកប៉ះពាល់អូនឡើយនៅផ្ទះអ្នកស្រីភួងស្ថានភាពនៅក្នុងផ្ទះអ្នកស្រីភួងក្នុងយប់នេះហាក់ស្ងាត់ជ្រងំចំណែកឯនាងរដ្ឋាស្រាប់តែភ្ញាក់ដឹងខ្លួនទាំងកណ្ដាលអាធ្រាត្រហាក់ចង់មកលបលួចមើលបរិសសង្ហាដែលស្នាក់នៅផ្ទះរបស់នាងនោះដើម្បីដាក់ស្នេហ៍តែនាងក៏ហាក់ឆ្ងល់ព្រោះមិនឃើញបរិសទាំងនោះព្រមទាំងទីណាផងដែរ ពធអើយនេះតាកំឡោះសង្ហាទាំងនោះទៅណាអស់ហើយចុះនាងទីណាវាបាត់ក្បាលទៅណាដែរមិនកើតទេតែលោនាងឈួតនោះវារត់ទៅជាមួយបរិសទាំងនោះម៉ែភ្ញាក់ឡើងមានរឿងហើយម៉ែអើយហើយវាកើតស្អីបានជាឆោឡោទាំងយប់អាធ្រាត្របែបនេះហ៎ម៉ែបាត់នាងទីណាហើយបរិសទាំងពីរអ្នកនោះណាក៏បាត់ដែរហើយថាម៉េចនេះប្រហែលជានាងទីណាវារត់តាមប្រុសហើយមកកូនទៅរកភ្លើងមកតាមរកវាហើយចាប់វាមកផ្ទះវិញវាគ្មានសិទ្ធិរត់ទៅណាទេជីវិតរបស់វាត្រូវតែនៅបម្រើយើងឲ្យដល់ថ្ងៃស្លាប់ត្រូវហើយម៉ែតោះយើងដើរយូរបន្តិចក៏បានមកកាន់រាជវាំងដ៏ស្រស់ស្អាតមួយនាកណ្ដាលព្រៃ ពុទ្ធោអើយមិននឹកស្មានថានៅកណ្ដាលព្រៃបែបនេះមានរាជវាំងដ៏ស្រស់ស្អាតយ៉ាងនេះអូនមិនដែលឃើញទេតែយើងមកទីនេះធ្វើអីបងនាំអូនមកផ្ទះរបស់យើងណា ថាម៉េចបងថានេះជាផ្ទះមែនទេមែនហើយបាទអ្នកនាងតាមពិតអ្នកប្រុសគឺជាព្រះបុត្រារស់នៅក្នុងរាជវាំងនេះហើយទីនេះជាអាណាចក្ររបស់ទ្រង់តទៅនេះខ្ញុំសូមបដូរពាក្យមកហៅអ្នកនាងវិញថាជាព្រះមហេសីហើយក្រាបទូលនាងនេះជាការពិតបងសូមទោសដែលបងកុហកអូនតាមពិតបងគ្មានបំណងមិនប្រាប់ពីសាវតារបស់បងទេតែបងធ្វើដំណើរផ្លូវឆ្ងាយចាំបាច់ណាស់ត្រូវទម្លាក់អាចកំបាំងដើម្បីសុវត្ថិភាពព្រះពរនៅតាមផ្លូវម៉ែដើរឲ្យលឿនឡើងវារត់បាត់សមោលហើយមើលទៅឬក៏ចាំភ្លើចាំយើងធ្វើដំណើរតាមរកវាទៀតហើយមីអត់កំណើតនេះវាហ៊ានក្បត់យើងផងហ៎ចាំមើលយើងមិនអោយឯងរួចខ្លួនឡើយល្អបើអញ្ចឹងចេះចោះយើងសម្រាប់នៅក្រោមដើមឈើនេះសិនចោះចាំព្រឹកស្អែកចាំយើងតាមរកវាទៀតចាំម៉ែនិយាយចប់ម្ដាយកូនទាំងពីរក៏សម្រេចចិត្តថានឹងដេកនៅក្រោមដើមឈើទាំងពីរនាក់ភ្លាមនោះរឿងស្មានមិនដល់ក៏បានកើតឡើងមានបិសាចព្រៃមួយបានកំពុងតែចេញរាតត្បាតរកចំណីដើម្បីស៊ីជាអាហារឱកាសល្អបិសាចនោះបានឃើញម្ដាយកូនទាំងពីរកំពុងតែដេកលង់លក់វាក៏សប្បាយចិត្តជាខ្លាំង
ថ្ងៃនេះយើងពិតជាបានអាហារឆីដ៏ឆ្ងាញ់ហើយ បិសាចអើយម៉ែភ្ញាក់ឡើងមានបិសាចណាម៉ែហ៎ពុទ្ធោបិសាចចង្រៃឯងចេញទៅឯងចង់ស៊ីយើងហ៎ស៊ីទៅតែកុំស៊ីកូនរបស់យើង យើងចង់ស៊ីទាំងពីរ ម៉ែឆាប់រត់ទៅតោះកូនចាប់ឡើងឲ្យលឿនឡើង ម្ដាយកូនទាំងពីរប្រឹងស្រវីស្រវារត់ឡើងញាប់ជើងចាកចេញពីកន្លែងនោះតែប្រហែលនេះដល់ពេលវេលាដែលកម្មរបស់ពួកគេតបស្នងហើយព្រោះបើទោះជាពួកគេប្រឹងរត់យ៉ាងណាក៏បិសាចតាមទៅទាន់ដែរកុំរត់អីពួកឯងគ្មានផ្លូវអាចរួចខ្លួនទេឲ្យយើងស៊ីតាមសម្រួលមក និយាយចំបិសាចក៏បានលើកដៃចាប់ពួកគេក្រវីក្រវាត់ហើយដាក់ចូលទៅក្នុងមាត់ធ្វើជាចំណីគេតែម្ដង ជួយផងអ្នកស្រីភួងនិងរដ្ឋាបានស្លាប់ក្នុងគ្រានោះទៅចំណែកឯទីណានិងព្រះរាជបុត្រក៏បានរួមរស់ជាមួយគ្នាយ៉ាងមានក្តីសុខតរៀងទៅអភឿនយកទឹកឲ្យយើងតិចមកយើងអួលទឹកឯណាទឹកលោកម្ចាស់ ឯងចង់បានអីឆាប់យកទៅសុំកុំធ្វើបាបពួកយើងទៅបានហើយ បងមិនត្រូវការទ្រព្យសម្បត្តិស្អីទេគឺបងត្រូវការតែខ្លួនអូនមួយមុខគត់រឿងវាសនាក្មេងកំព្រាកាលពីយូរលង់ណាស់មកហើយនៅក្នុងស្រុកមួយដែលមានប្រជាជននៅជាច្រើនមានគ្រួសារក្មេងស្រីពីរនាក់ដែលកំព្រាគ្មានឪពុកម្ដាយជាទីពឹងបានរស់នៅតែពីរនាក់បងប្អូនហើយជីកដំឡូងបេះបន្លែដែលមាននៅក្នុងព្រៃធ្វើជាអាហារដើម្បីចិញ្ចឹមជីវិតរបស់ពួកគេអ្នកភូមិនៅទីនោះមានក្តីអាណិតពួកគេខ្លាំងណាស់ពួកគាត់តែងតែយកអាហារមកឲ្យបងប្អូនទាំងពីរនាក់ជាបន្តបន្ទាប់នៅមុខខ្ទមធីរ៉ាសុជាតាតើពួកក្មួយនៅផ្ទះដែរទេនឹងអ៊ំយកកូនត្រីនិងកំពឹសខ្លះមកឲ្យគ្រាន់បានធ្វើម្ហូបហូបនៅល្ងាចនឹងណាចាខ្ញុំនៅផ្ទះទេអូលោកអ៊ំឡុងតានេះលោកអ៊ំបានអីគេដែរនឹងលោកអ៊ំគឺអ៊ំយកកូនត្រីដែលលើកទ្រូបានកាលពីព្រឹកមិញនឹងយកមកចែកក្មួយឯងខ្លះព្រោះប្រពន្ធអ៊ំនឹងគេបានយកតែធ្វើម្ហូបខ្លះហើយគាត់ឲ្យអ៊ំយកមកចែកឲ្យក្មួយនឹងណាហើយចុះធីរ៉ាគេទៅណាហើយមិនក៏មិនលឺសូរមាត់កអីអញ្ចឹងអូចាអ៊ំគឺធីរ៉ាបានទៅរត់លេងនឹងក្មេងៗដែលនៅក្នុងភូមិបាត់តាហើយប្រហែលជា7ថ្ងៃបន្តិចខ្ញុំហៅមកវិញហើយអ៊ំណែក្មួយឯងយកកូនត្រីនិងកំពឹសនេះទៅទុកធ្វើម្ហូបចុះណាអ៊ំរត់ត្រឡប់ទៅផ្ទះវិញហើយទៅរកកាប់អស័យមកធ្វើទ្រូធ្វើទ្រុងគ្រាន់នឹងដាក់ត្រីដាក់អង្កែបចាខ្ញុំអរគុណអ៊ំហើយដែលអ៊ំតែងតែចែករំលែករបស់ហូបមកឲ្យខ្ញុំជារៀងរាល់ថ្ងៃមិនអីទេអ៊ំក៏មានរបស់ហូបគ្រប់គ្រាន់ដែរហើយអ្នកភូមិនឹងគ្នាក៏ចេះតែចែករំលែកគ្នាទៅពួកក្មួយឯងគ្មានឪពុកម្ដាយមើលថែដូចគេផងចេះតែអាណិតទៅណែអ៊ំទៅហើយណាចាជម្រាបលាលោកអ៊ំពេលនោះសុចិតាបានយកកូនត្រីដែលអ៊ំឡុងយកមកឲ្យនោះទៅធ្វើជាសម្លដើម្បីបានហូបនៅពេលថ្ងៃត្រង់នោះបន្ទាប់មកក៏នាំប្អូនទៅរកអស់នៅក្នុងព្រៃទុកដុតមុនខែវស្សាមកដល់សុជាតាក៏បានដើរទៅហៅប្អូនស្រីដើម្បីមកហូបបាយជាមួយគ្នាធីរ៉ាអើយដល់ម៉ោងញ៉ាំបាយហើយប្អូនបានហើយឈប់លេងសិនទៅចាំថ្ងៃស្អែកបងឲ្យឯងមកលេងទៀតចាបងស្រីខ្ញុំនឹងឈប់លេងហើយតើបងស្រីខ្ញុំក៏មានអារម្មណ៍ថាឃ្លានបាយដែរថ្ងៃបន្តិចបងនឹងទៅរកអស់ទុកដល់ខែវស្សាមកដល់ហើយឯងទៅជាមួយបងទេឬក៏នៅផ្ទះមិនបាច់ទៅទេក្រែងលោមុតបន្លាមុតឈើអីទៅណា
ខ្ញុំទៅដែរណាបងរកអូសចុះខ្ញុំយកចំណីទៅជីកដំឡូងផងដែរណាបងក្រែងលោជួយបងបានខ្លះហើយយកដំឡូងទៅដូរអង្គផងនោះអីបងឯងនេះពិតជាឆ្លាតណាស់តែបែរជាត្រូវមកពិបាកជាមួយបងទៅវិញបងអាណិតឯងណាស់មិនអាចចិញ្ចឹមឯងឲ្យរស់ស្រួលមានរបស់ឆ្ងាញ់ដូចគេបងពិតជាសុំទោសណាស់បងមានខុសឯណាគ្រាន់តែបងចិញ្ចឹមខ្ញុំបានធំប៉ុណ្ណឹងខ្ញុំជំពាក់គុណបងច្រើនណាស់ទៅហើយឥឡូវខ្ញុំក៏មិនសូវជាតូចអីណាស់ណាដែរខ្ញុំអាចជួយធ្វើការងាររបស់បងបានខ្លះហើយបងឲ្យខ្ញុំរៀនធ្វើទៅណាល្អខ្លាំងណាស់ប្អូនស្រីរបស់បងឯងនឹងក្លាយទៅជាមនុស្សពូកែនៅពេលដែលឯងចេះគិតបែបនេះណាចាបងគ្មានអីឈ្នះការខិតខំប្រឹងប្រែងរបស់យើងនោះទេបងពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលបងបានឃើញប្អូនស្រីបងស្ដាប់បង្គាប់និងចេះគិតយ៉ាងនេះអញ្ចឹងយើងខំប្រឹងជាមួយគ្នាណាចាបងស្រីនៅក្នុងភូមិស្រុកនេះក៏មានបរិសកំឡោះម្នាក់ដែលបានលួចស្រឡាញ់លើសុចិត្តាហើយគេតែងតែមកលួចមើលសុចិត្តាជារៀងរាល់ថ្ងៃគេមិនមានបំណងល្អលើសុចិត្តានោះទេគេប៉ុនប៉ងចង់ចាប់សុចិត្តាធ្វើជាប្រពន្ធរបស់គេថែមទៀតផងអូហូសុចិត្តានេះគួរឲ្យស្រឡាញ់ណាស់លោកអើយសក់វែងហើយបើសាច់វិញណាឲ្យម៉ត់ខៃសដូចសម្លៃមុខរៀងពងកពើហើយសក់ត្រង់ស្លូតស្អាតគ្មានទាស់ត្រង់ណាទេតែយើងគួរតែសារភាពប្រាប់នាងថាយើងស្រឡាញ់នាងទេយើងដូចជារៀងមិនសូវហ៊ានសោះតែបើទុកនៅយូរខ្លាចក្រែងតែមានគេមើលឃើញនាងដែរទេហេអាធឿនឯងមកធ្វើអីនៅទីនេះលឹបលោនៅក្បែររបងផ្ទះគេអញ្ចឹងគេសុទ្ធតែស្រីឯងមកលួចមើលស្អីនឹងហាអើយអ៊ំវ៉ាន់ទេខ្ញុំខំតែភ័យលួសព្រលឹងអស់លេងមកមិនប្រាប់គ្នាមុនសោះអ៊ំហើយឯងមកធ្វើស្អីលឹបលោនឹងរបងផ្ទះសុជាតានឹងយីឯងមកលួចមើលគេងូតទឹកងូតអីទេដឹងគេកមុំផងណាអានេះមានឯណាអ៊ំខ្ញុំថាមកលេងនាងតែមិនហ៊ានចូលនឹងណាអ៊ំអញ្ចឹងក៏ឈរមើលពីរបងនឹងទៅខ្ញុំឯណាតែគិតអញ្ចឹងនោះទុកចិត្តមិនបានដែរកំឡោះមកមើលគេកមុំអញ្ចឹងមិនគិតអីលើគេបានយ៉ាងម៉េចទៅអេឬមួយក៏ឯងស្រឡាញ់គេទេដឹងហើយអ៊ំនេះនិយាយស្អីអញ្ចឹងទេខ្ញុំណាខ្ញុំពិតជាលួចស្រឡាញ់នាងមែនហើយអ៊ំបើឯងលួចស្រឡាញ់គេឯងមិនសារភាពប្រាប់គេត្រង់ទៅហើយឲ្យឪពុកម្ដាយឯងមកដណ្ដឹងនាងមកចាំបាច់អីមកលួចមើលគេលឹបលោដូចជាចោលអញ្ចឹងអ៊ំនិយាយកាន់តែទៅដល់ណាដល់ណីហើយនេះខ្ញុំមិននៅទៀតទេខ្ញុំលាទៅមុនសិនហើយយីអានេះចេះមកមើលគេកមុំទៅកើតហើយគ្នាអត់មានឪពុកម្ដាយមើលថែផងផ្ទះក៏គ្មានសុវត្ថិភាពផងបើវាគិតមិនល្អទៅលើគេទៅសុជាតាចាប់មិនខានទេនិយាយរួចអ៊ំវ៉ានក៏បានដើរចូលទៅក្នុងផ្ទះសុចិត្តាហើយសុចិត្តាក៏បានចេញមកអង្គុយនិយាយលេងនឹងអ៊ំវ៉ាននាងបានរៀបចំបាយទឹកខ្លះសម្រាប់យកទៅទុកហូបក្នុងព្រៃពេលប្អូននាងឃ្លានព្រោះអ៊ំវ៉ានក៏ទៅរកអស់ដែរតែដើរមកជួនជាជួបនាយធឿនមុននៅលើគ្រែក្បែរផ្ទះសុចិត្តាក្មួយឯងរួចហើយឯនឹងអ៊ំរួចហើយណានៅចាំគ្នាបន្តិចទៀតអ្នកខ្លាំងគាត់មិនទាន់រួចនោះទេចាអ៊ំខ្ញុំរួចហើយអ៊ំឡុងអត់បានទៅដែរទេមែនអ៊ំរបស់ឯងនៅចាំលោកបងនៅខាងក្រោយនោះគាត់មិនទាន់រៀបចំអីវ៉ាន់គាត់ហើយនឹងណានិយាយអញ្ចឹងចុះធីរ៉ាក្មួយទុកឲ្យនៅជាមួយអ្នកណាគេចាអ៊ំធីរ៉ាមិនហ៊ាននៅផ្ទះតែម្នាក់ឯងនោះទេគឺគេសុំទៅដែរណាអ៊ំគ្រាន់នឹងបានជួយរកអូសបានច្រើនណាអ៊ំអញ្ចឹងល្អហើយណាអ៊ំបានឃើញអាធឿនវាមកអើតលឹបលោនៅក្បែររបងផ្ទះរបស់ក្មួយឯងប្រយ័ត្នប្រយែងទាំងបងទាំងប្អូនផងទៅមិនដឹងថាវានឹងគិតលើយើងយ៉ាងម៉េចទេណាក្មួយសុទ្ធតែស្រីផងយប់ប្រលប់មានបញ្ហាអីស្រែកហៅអ៊ំនិងអ៊ំឯងឲ្យជួយណាដឹងទេហាអ៊ំនិយាយថាបងធឿនមកឈរលឹបលោនៅក្បែររបងផ្ទះរបស់ខ្ញុំមែនទេហើយគាត់មានការអីមិនក៏មិនចូលមកសួរខ្ញុំមែនហើយអ៊ំផ្ទះខ្ញុំសុទ្ធតែស្រីខ្ញុំគួរតែប្រយ័ត្នបន្ថែម
នឹងហើយបានអ៊ំឲ្យឯងប្រយ័ត្នប្រយែងមិនទុកចិត្តទេណាមនុស្សប្រុសកំឡោះមកលួចមើលក្មួយឯងកមុំបែបនេះបងស្រីខ្ញុំបានច្រកទឹករួចហើយណាបងតោះយើងទៅឯងនៅចាំអ៊ំឯងសិនណាធីរ៉ាពេលនោះអំឡុងក៏បានដើរមកតោះទៅយើងក្រែងបានអស់នឹងអាស័យខ្លះឆាប់បានត្រឡប់មកវិញណាមួយខ្ញុំបញ្ញាប់យកវាមកធ្វើទ្រង់ធ្វើទ្រូផង នឹងហើយមានអីទៀតនៅចាំតែឯងនឹងឯង បើអញ្ចឹងយើងឆាប់នាំគ្នាចេញដំណើរទៅកុំឲ្យមកវិញយប់ទាន់ ចាអ៊ំតើបងស្រីយើងទៅ នៅពេលរសៀលពួកអ្នកភូមិដែលបានទៅរកអស់ជុំគ្នានឹងអំឡុងអ៊ំវ៉ានក៏បាននាំគ្នាត្រឡប់មកផ្ទះវិញហើយសុជាតាបានអស់មួយបាច់និងធីរ៉ាបានដំឡូងមួយល្អីហើយអំឡុងបានដើមឫស្សីមួយបាច់អ៊ំវ៉ាន់បានផ្លែឈើខ្លះគ្រាន់នឹងហូបពួកគាត់ក៏បានបំបែកគ្នាទៅផ្ទះរៀងខ្លួន អ៊ំទៅផ្ទះហើយណាសុជាតាឆាប់នាំបងប្អូននាំគ្នាងូតទឹកងូតអីហើយញ៉ាំបាយចូលគេងកុំឲ្យយប់ទាន់ណាក្មួយប្រយ័ត្នប្រយែងណាក្មួយចាអ៊ំខ្ញុំនឹងប្រយ័ត្នប្រយែងខ្លួនណាអ៊ំអរគុណអ៊ំហើយដែលតែងតែបារម្ភពីខ្ញុំរហូតមកដូចជាម្ដាយឪពុករបស់ខ្ញុំបើអញ្ចឹងអ៊ំទៅហើយណាធីរ៉ាមើលថែបងមើលថែប្អូនណាក្មួយចាអ៊ំនិយាយរួចអ៊ំវ៉ាន់ក៏បានដើរចេញទៅបាត់ទៅធីរ៉ាឯងជួយបង្កាត់ភ្លើងចែកបងបន្តិចមកហើយទៅងូតទឹកចុះណាបងលាងដំឡូងដាក់ស្ងោរទុកឲ្យឯងញ៉ាំងូតហើយឆាប់មកណាបងងូតម្ដងក្រែងលោដំឡូងក្រឆ្អិនអូនឯងមកមើលម្ដងចាបងស្រីណែបងយកដំឡូងទៅឲ្យអ៊ំមកខ្ញុំខ្លះមកនិយាយពីលោកសេដ្ឋីឯនេះវិញជាបរិសពោះម៉ាយប្រពន្ធស្លាប់ចោលមិនទាន់បាន3ខែផងលោកសេដ្ឋីក៏ចង់បានប្រពន្ធទៀតហើយរកតែស្រីក្មេងៗរាល់ថ្ងៃលោកសេដ្ឋីរស់នៅតែពីរនាក់កូនស្រីប៉ុណ្ណោះអើយកញ្ចនាកូនថ្ងៃនេះកូនកុំទៅដើរលេងមួយថ្ងៃបានទេពុកមានការចេញទៅក្រៅបន្តិចឯងល្មមនៅផ្ទះម្ដងហើយណាមួយថ្ងៃដើរគ្មានពេលនៅផ្ទះសោះហើយបងមិនដឹងជាចេញក្រៅអីទេរំខានពេលវេលាខ្ញុំដើរអស់ហើយបានលោកពុកចង់ឲ្យខ្ញុំនៅចាំផ្ទះថ្ងៃនេះហ៎លោកពុកមានអ្វីឲ្យខ្ញុំវិញហើយឯងនេះនៅចាំផ្ទះទាល់តែមានឈ្នួលទើបនៅកើតទេមិនអីទេចាំពុកមកវិញពុកទិញអីមកផ្ញើចាលោកពងឆាប់មកវិញផងណាខ្ញុំចាំលោកពងបើអញ្ចឹងពុកទៅហើយណាមើលចង្ក្រានចានឆ្នាំងផងកុំសូវខ្ជិលពេកដឹងទេហូយខ្ញុំដឹងហើយពុកផ្ដែផ្ដាំច្រើននោះច្រើនមើលតែទៅរាប់ឆ្នាំហើយនេះទៅមកវិញឥឡូវសោះនឹងណារត់តែទៅជួបសង្សារមិនបានមកអាភឿនយកវ៉ាន់យើងមកបាទលោកម្ចាស់ពេលនោះលោកសេដ្ឋីក៏បានចាកចេញទៅទុកឲ្យនាងកញ្ញាណានៅចាំផ្ទះតែម្នាក់ឯងនាងកញ្ញាណានៅផ្ទះនាងក៏នៅតែផ្ទះនឹងឯងស្អីក៏នាងមិនធ្វើដែរនេះមកពីឪពុកម្ដាយទំនើងតាមចិត្តរបស់នាងពេកនៅឯផ្សារដំឡូងអើយដំឡូងលោកពូអ្នកមីងជួយទិញដំឡូងរបស់ខ្ញុំផងទៅខ្ញុំទៅតែស្ងោរមកនៅក្តៅទេដំឡូងចេញពីព្រៃធម្មជាតិពិតមែនហើយអ៊ំពូមីងដំឡូងរបស់ខ្ញុំគឺធម្មជាតិពិតរសជាតិផ្អែមជ្រលក់ជាមួយស្ករត្នោតធម្មជាតិគឺកាន់តែឆ្ងាញ់ណែក្មួយជួយច្រកថង់ឲ្យមីងមកថង់មកណាយកតែផ្ញើចៅតូចនៅឯផ្ទះចាស់អ្នកមីងអរគុណខ្លាំងណាស់ពេលនោះមនុស្សម្នាបាននាំគ្នាមកចោមរោមទិញដំឡូងរបស់សុជាតានិងធីរ៉ាហើយលោកសេដ្ឋីបានដើរមកដល់ផ្សារហើយក៏ឆ្ងល់គេធ្វើអីជុំគ្នាក៏ដើរចូលទៅមើលហើយគេនាំគ្នាធ្វើអីនឹងចាក់ខ្លាឃ្លោកមែនទេបានជាជុំគ្នាច្រើនម្លេះណែអាភឿនឯងជួយជ្រៀតចូលទៅមើលបន្តិចមើលគេលក់ដំឡូងតែលោកសេដ្ឋីមិនចាក់ខ្លាឃ្លោកទេលោកសេដ្ឋីបើលោកសេដ្ឋីចង់ទិញចូលទៅទិញទៅដំឡូងគេឆ្ងាញ់ណាស់ណាមើលសាកចូលទៅមើលគេបន្តិចមើលវិញហើយវាឆ្ងាញ់ប៉ុណ្ណាទៅបានជាគេចូលចិត្តច្រើនម្លេះលោកម្ចាស់ពិតជាឆ្ងាញ់របស់គេមែនហើយ
มือตะมุกเนี่ยลวดเตยบ่มันฉันก็ฉันได้ไอ้น่ะยืงมือติดมือฮะโอ้โหจังตาบ้านจะมนุษย์ติงชรานะจังยืงไปชีวิตติงกี่ได้สิน លោកតាលោកតាទិញដំឡូងដែរមែនទេមកចៅដាក់ឲ្យ เพื่อนแน่ไอ้มือมุกยืงมือเนสังหาเตียไม่บ้านจะมีเนียงนี่หายืงทาตานจึงลุงมาจ้าสังหารนะอายุเติม50แต่มุกประหาอายุ80ไอ้ถ้าไม่เพื่อนใหญ่อันนี้จ้องอดกาเงียฟื้อให้มือเตอปูโยมาท่องขโมยมือตะมุกปูจ้าให้โปรมจ้าเตียดลูกจะไหวเขียวไหมไอ้รู้สยาพื้นเมียนนะอดเมียนไอเตลงมาจ้าพลุดดำลงสันเตยตาเวปไอมได้เตพื้นเอ้ยพไอมนะพไอมดอดเบดงมันเติมแต่พไอมตีก็โอบเตียดพองให้ชงวยแถมเตียงพอยให้ติเตียดพองหน้าพื้นเอ้ยบ้านลงมาจ้าจังเอาชมสมสามาดมได้มือโดยแต่ดำลงธรรมดาได้นั่งลงมาจ้าทั่วโดยจะช่างสมากูลังพนมจังกรณมือดังบัดเคยตึกหมุกบัญเจปีสันดานเสยไอ้ยี่เสยพื้นบัญเจปีสันดานเสยไอ้ลงมาจ้าขยมเย่จะล้อมลงมาจ้าสมโตเย่อันนี้เนี่ยเนียงสายมาลุเตียตีขยมหมดถ้วยจีโมยนะ ចាឲ្យតែខ្ញុំនឹងប្អូនជីកបានខ្ញុំនឹងប្អូនស្ងោរយកមកលក់រាល់ថ្ងៃអរគុណណាស់លោកអ៊ំដែលបានជួយទិញ จกไปลูกอมมาพายมเตจะจอดหายเป็นนี่เพื่อนไอ้ใส่ไอ้เย่ยอันนี้เพื่อนโยตึกเอายังติงมายังอ้วนตึกไอ้น่าตึกลงมาจ้านี่ตึกบองโปรเอากดพิซาสันเตยโฮ้ยยังออกคนให้นะมันไอ้ตีเนี่ยนิ่งออกดำลงให้มันตีบันเนยจะรอเอาชมพองมา ចាបងប្រុសគឺអស់ហើយតោះតែស្អែកទៅមានណាអញ្ចឹងខ្ញុំលាត្រឡប់ទៅផ្ទះសិនហើយ បងប្រុសនិងលោកអ៊ំខុសគ្នាឆ្ងាយណាស់ ហើយស្អីឯងទៀតហើយភឿននៅរអ៊ូស្អីតោះត្រឡប់ទៅវិញមុខស្រស់ម្លេះអ្នកនាងលក់ដំឡូងនេះអញ្ចឹងតាបានជាលក់តែមួយផ្លែតគ្មានសល់សោះបើម្ចាស់ស្អាតម្លឹងហ្នឹងពេលត្រឡប់មកដល់ផ្ទះវិញសុជាតានិងប្អូនបានរៀបចំយកចបជីកទៅជីកដំឡូងទុកលក់ស្អែកបន្តទៀតហើយអ៊ំវ៉ានក៏បានដើរចូលមក សុជាតាអើយហើយបំរុងនាំគ្នាទៅណាទៀតហើយក្មួយចាអ៊ំខ្ញុំនិងប្អូនទៅរកជីកដំឡូងទុកលក់ស្អែកទៀតណាអ៊ំពួកយើងបានលក់អស់ហើយនៅថ្ងៃនេះបែរជីកបានថ្ងៃស្អែកនឹងបានយកទៅលក់គ្រាន់នឹងបានប្រាក់ខ្លះទុកទិញអង្គហូបនឹងណាអ៊ំបើអញ្ចឹងឆាប់មកវិញណាក្មួយកុំឲ្យយប់តន់អញ្ចឹងឆាប់ទៅចុះណាចាអ៊ំខ្ញុំទៅសិនហើយណាអ៊ំតោះធីរ៉ាអូនកុំឲ្យល្ងាចតន់ក្រាញ់ជីកបានច្រើនចាបងស្រីខ្ញុំរួចហើយបងកាន់ចប់តែខ្ញុំកាន់កញ្ច្រែងពេលស្អែកឡើងសុជាតាក៏បានយកដំឡូងមកលក់ទៀតលើកនេះវិបុលមកចាំតាំងពីព្រឹកព្រោះតែចង់ឃើញមុខអ្នកលក់ហើយលោកសេដ្ឋីក៏ដូចគ្នាខ្ញុំមកបានមុនគេហើយថ្ងៃនេះនាងដាក់ឲ្យខ្ញុំមុនសិនមកថ្ងៃនេះមិនអំបិលដូចម្សិលមិញទេមកក្រោយគេអស់លីងបងប្រុសថ្ងៃនេះមកចាំទាំងព្រឹកតែម្ដងហើយតានេះបាទមែនហើយដើម្បីចាំទិញដំឡូងបងស្រីរបស់អូនឯងចានេះលោកឆាប់ហូបទៅតន់នៅក្តៅតែតិចលែងឆ្ងាញ់អស់ហើយណាកុំបន្ទោសអ្នកលក់ដំឡូងរបស់នាងទោះជាយ៉ាងម៉េចក៏នៅតែឆ្ងាញ់ដែរបើអ្នកលក់ស្រស់ម្លឹងនោះមិនដឹងជាស្អីលោកទេពេលនោះលោកសេដ្ឋីក៏បានមកដល់ផងដែរស្រីស្អាតដាក់ឲ្យបងផងណាហើយទៀតឲ្យលោកម្ចាស់ម្សិលមិញពូថ្ងៃនេះបងហើយទៀតឲ្យលោកម្ចាស់ខ្ញុំហើយចាស់លោកអ៊ំចាំខ្ញុំដាក់ជូនពិសាតន់នៅក្តៅមិនអួលដូចម្សិលមិញនោះទេពិតហើយស្នាដៃអូននាងដាក់ឲ្យពិតជាមិនអួលនោះទេ
យ៉ាងណាក៏នៅតែឆ្ងាញ់ដដែល លោកតាចង់ញ៉ាយបងស្រីខ្ញុំមិនមែននឹងខំចូលមកចិត្តម្លេះមិនសូវសមគ្នាទេណាបងប្រុសខាងនេះបានសម អើយលោកម្ចាស់ចុកដែរទេក្មេងថាឲ្យអញ្ចឹងចុកក្បាលឯងអីអាភឿនសកម្មភាពបែបនេះកើតឡើងជារៀងរាល់ថ្ងៃនាយធឿនដែលបានលួចស្រឡាញ់សុជីតាក៏កើតមានចិត្តខូចចិត្តហើយក៏មិនអាចទ្រាំបានតទៅទៀតគេបានគិតចង់ចាប់សុជីតាតែម្ដងចំណែកឯនាងកញ្ញាណាចេះតែឆ្ងល់ក្នុងចិត្តមិនក៏ឪពុកចេះតែដើរចេញពីផ្ទះរាល់ថ្ងៃមិនដូចពីមុននាងក៏សម្រេចចិត្តលួចតាមឪពុករបស់នាង អេលោកពុករបស់ខ្ញុំចម្លែកខ្លាំងណាស់ឧស្សាហ៍ចេញក្រៅខុសពីធម្មតាឬក៏មានអ្វីសប្បាយទេដឹងបានជាគាត់នឹងឧស្សាហ៍ទៅម្លេះទុកឲ្យខ្ញុំនៅចាំតែផ្ទះធុញសឹងស្លាប់ទៅហើយនេះរត់ទៅតាមលោកពុកសិន ពេលដែលនាងទៅតាមឪពុករបស់នាងក៏បានដឹងរឿងគ្រប់យ៉ាងហើយក៏បានឃើញវិបុលផងដែរ អញ្ចឹងតាបានជាពុកឧស្សាហ៍ណាស់ចង់សប្បាយតែឯងទុកឲ្យកូនអបសុកនៅផ្ទះស្អែកខ្ញុំនឹងដើរដែរកូនពេញវ័យត្រូវតែដើរបែរជាឲ្យខ្ញុំនៅផ្ទះវិញឆាចាំតែថាស្អែកនៅផ្ទះនៅទីនេះសុទ្ធតែប្រុសស្អាតសង្ហាទុកម្លែង នៅពេលយប់នៅពេលដែលមនុស្សម្នាដេកលក់អស់ក្នុងរាត្រីដ៏ស្ងប់ស្ងាត់នាយធឿនបានចាប់ផ្ដើមសកម្មភាពរបស់គេលួចចូលក្នុងផ្ទះរបស់សុជីតាហើយបានឡើងទៅចាប់សុជីតាខ្ទប់មាត់សុជីតាក៏ស្ទុះស្រវេស្រវាធីរ៉ាក៏ដឹងខ្លួនតែមិនហ៊ានមាត់ គេងលក់ល្អណាស់អូនស្រីអូហូមើលមុខមើលសាច់ចុះឡើងសខ្ចីបែបនេះអ្នកណាទៅទុកឲ្យអូនបានទៅគេនោះកុំរើយប់នេះអូនមិនរួចខ្លួនទេសុជីតាអូននឹងក្លាយជាប្រពន្ធរបស់បងមិនខានឡើយពេលនោះសុជីតាបានរើរួចពីដៃរបស់នាយធឿន ឯងចង់បានអីឆាប់យកទៅសុំគុំធ្វើបាបពួកយើងទៅបានហើយ បងមិនត្រូវការទ្រព្យសម្បត្តិស្អីទេគឺបងត្រូវការតែខ្លួនអូនមកមុខគត់ អត់ទេណាខ្ញុំមិនព្រមទេឡើងខ្ញុំទៅ ទោះជាអូនមិនព្រមក៏ត្រូវតែព្រមដែរយប់នេះ ធីរ៉ាឆាប់រត់ទៅហៅឲ្យគេមកជួយបងផងចាំខ្ញុំតិចសិនទៅខ្ញុំទៅត្រឡប់មកវិញឥឡូវហើយ នាងល្អិតកុំទៅណាយសោះបើមិនអញ្ចឹងយើងមិនទុកបងនាងឯងទេ ធីរ៉ារត់ទៅអូនកុំស្ដាប់គេឆាប់រត់ទៅ នាងឯងចង់រត់ទៅណាមកវិញយើងនឹងបានទាំងបងទាំងប្អូនតែម្ដងពេលនោះធីរ៉ាក៏បានរត់បាត់ទៅណាមួយយប់ងងឹតផងនាយធឿនមើលធីរ៉ាមិនឃើញនោះទេគេក៏បានឡើងទៅរកសុជីតាវិញតែពេលនោះសុជីតាបានរត់ពួនបាត់ទៅហើយអេទៅណាមួយទៀតបាត់ហើយយ៉ាស្មានថាកិច្ចរួចពីកណ្ដាប់ដៃបងមែនទេហាឆាប់ចេញភ្លាមមកបើមិនអញ្ចឹងទេបងនឹងដុតផ្ទះរបស់អូនមិនខានទេនាយធឿននិយាយហើយនិយាយទៀតប៉ុន្តែសុជីតាខំមាត់សង្កត់ចិត្តសំងំពួនមិនឲ្យឮសំឡេងសូម្បីបន្តិចឲ្យលឿនឡើងមកសុជីតាកុំឲ្យបងខឹងទាន់ណាអូនត្រូវតែជារបស់បងតែម្នាក់គត់ឆាប់ចេញមកកុំរឹងទៅតឹងពេកតែបងចាប់បានអូនប្រកាសជាត្រូវធ្ងន់ហើយពេលនោះអ៊ំឡុងអ៊ំវ៉ានក៏បាននាំគ្នាកាន់គប់ភ្លើងរត់ឆោឡោមកពេញផ្ទះសុជីតាព្រោះធីរ៉ាបានរត់ទៅប្រាប់ពេលនោះនាយធឿនបានដឹងខ្លួនក៏លោតទម្លាក់ពីលើផ្ទះហើយរត់បាត់ទៅខ្ញុំឮសំឡេងវាលោតទៅខាងនោះបាត់ហើយ អូយឪវាមិនបាច់តាមទៀតទេឡើងទៅមើលសុជាតាវិញយ៉ាងម៉េចយ៉ាងម៉ាហើយទេក្មួយហើយក្មួយបងស្រីលើខ្ញុំហៅទេបងស្រីទៅណាហើយគេចាប់បងស្រីខ្ញុំទៅបាត់ហើយមែនទេសុជាតាអើយក្មួយឯងនៅឯណាចេញមកវាទៅបាត់ហើយកុំភ័យខ្លាចអីណាក្មួយគឺអ៊ំទេណា ពេលនោះសុជីតាបានដើរចេញមក បងស្រីបងមិនអីទេខ្ញុំបារម្ភពីបងណាយ៉ាងម៉េចហើយក្មួយមានត្រូវកន្លែងណាទេវាមានធ្វើអីលើក្មួយខ្លះខ្ញុំមិនអីទេពេលធីរ៉ារត់ទៅគេក៏តាមធីរ៉ាខ្ញុំក៏រត់ពួនទៅឥឡូវលែងអីហើយណាក្មួយយើងជាស្រីពិបាកណាស់ក្មួយអើយ
ទះជាងជាងមិនចិនក៏បើកបានគ្មានសុវត្ថិភាពសំបីបន្តិចមិនអីទេណាអូនតែទៀតយើងខំសន្សំលុយដែលលក់ដំឡូងបានទិញឈើទុកធ្វើផ្ទះឲ្យរឹងមាំមួយគឺស្រីស្រស់របស់ពុកវាភ្ជាប់ពាក្យហើយ ហ៎ឯងនិយាយថាម៉េចតើរឿងនេះពិតទេហ៎ហឺយើងខំតាមសុំស្នេហ៍រាល់ថ្ងៃបែរជាទៅយកគេអ្នកផ្សេងទៅវិញបើមិនបានយើងអាណាក៏មិនបានដែរវើយអាណាគូដណ្ដឹងនាងនោះយើងសុំមើលមុខវាបន្តិចមើលតើវាសង្ហាជាងយើងប៉ុណ្ណាទៅរឿងវាសនាក្មេងកំព្រាពេលព្រឹកឡើងសុជាតាបានស្ងោរដំឡូងដែលជីកបានមកយកទៅលក់ដូចរាល់ដងតែថ្ងៃនេះនាងភ្លឹកមិនសូវជាមានអារម្មណ៍ក្នុងខ្លួននោះទេវិបុលបានមកទិញម្ដងទៀតអ្នកនាងដាក់ដំឡូងឲ្យខ្ញុំដូចរាល់ដងមកអ្នកនាងអេមិនភ្លឹកអញ្ចឹងចាលោកយកប្រមាណដែរថ្ងៃនេះអូគឺយកដូចរាល់ដងនឹងណាហើយអ្នកនាងកាត់អីនឹងថ្ងៃនេះទឹកមុខដូចជាមិនសូវស្រស់សោះចាគឺអត់មានអីទេខ្ញុំតែប៉ុណ្្នឹងឯងបាទអ្នកនាងខ្ញុំសុំសួរមួយបានទេចាលោកមានអីសួរក៏សួរមកចុះខ្ញុំនឹងឆ្លើយតើអ្នកនាងមានសង្សារហើយនៅបើនៅទេខ្ញុំពេលនោះលោកសេដ្ឋីក៏បានមកដល់ហើយកូនរបស់លោកសេដ្ឋីក៏បានមកដល់ដែរថ្ងៃនេះមកម៉ៅដំឡូងទាំងអស់តែម្ដងហើយមានថែមស្អីអត់នឹងហ៎ចាគឺអត់មានអីបន្ថែមនោះទេលោកអ៊ំមានតែស្ករត្នោតយកទេស្អីក៏បានដែរឲ្យតែឲ្យគឺយកទាំងអស់នឹងហើយនិយាយអញ្ចឹងអ្នកលក់មានសង្សារនៅនឹងលោកពុងអ្នកលក់ស្រស់ស្អាតអញ្ចឹងតាបានជាលោកពុកមកមករាល់ថ្ងៃទុកឲ្យខ្ញុំនៅចាំផ្ទះអបសុកសឹងស្លាប់យាយហើយឯងមកដល់តាំងពីពេលណាមិនក៏យើងមិនដឹងខ្ញុំមកដល់ដំណើរតែពុកដែរនឹងហើយពុកមិនដឹងទេហានេះជាបងវិបុលអន្តើមិនហើយគឺខ្ញុំមែនចុះកញ្ញាណាមកធ្វើអីនៅទីនេះខ្ញុំមកតាមពុករបស់ខ្ញុំនឹងហើយចុះបងមកធ្វើអីដែរគឺខ្ញុំមកទិញដំឡូងមិនហើយសុខសប្បាយទេតាំងពីបាច់គ្នាមិនអីទេសុខសប្បាយតើមិនដូចនៅស្រឡាញ់បងនោះទេគ្មានអ្វីឲ្យខ្ញុំដូចគេនោះទេជូនពរមានក្តីសុខចឹងណាកុំឲ្យពិបាកដោយការដែលនៅស្រឡាញ់ខ្ញុំចុះបងវិញរកថ្មីបានហើយនៅឬក៏គ្មានសមត្ថភាពរកនោះទេមិនហើយគឺគ្មានទេតែក៏ចិត្តមានហើយនាងស្អាតហើយល្អសុភាពរៀបសារទៀតផងឆាចង់ដឹងណាថានាងនោះជាអ្នកណាគេជូនពរឆាប់បានឆាប់ឆាំណែកញ្ញាណាឯងជាស្រីមិនក៏ទៅសួរនាំប្រុសបែបនេះឯងស្គាល់គ្នាមែនទេគាត់ជាសង្សារចាស់អត់បានការរបស់ខ្ញុំនោះអីពេលនោះវិបុលបានងាកមើលទៅមុខរបស់សុជីតាហើយឃើញទឹកមុខនាងកាន់តែស្រពាប់ស្រពោនជាងមុនភ្លាមនោះវិបុលបានត្រឡប់ទៅវិញបើអញ្ចឹងខ្ញុំសុំលាទៅមុនហើយណាខ្ញុំអត់បានជើញឯងមកទេមកក៏ខ្លួនឯងទៅក៏ខ្លួនឯងទៅឲ្យបាត់ទៅក៏វាល្អដែរសង្សារអន់មរៀលរបស់ខ្ញុំនឹងណាពងក្រក៏ក្រមិនសូវមានអីឲ្យខ្ញុំនោះទេនេះលោកអ៊ំរបស់លោកអ៊ំរួចហើយណែអូននាងលុយហ៊យដៃតិចខ្លាំងណាស់លោកឲ្យលោកប្រហែលជាមិនទាន់មានអ្នកណាមកកម្ដៅឲ្យទីមើលទៅណោះចាបាញ់ចឹងខ្ញុំលាទៅមុនហើយមិនបាននៅយូរទេលោកអស់ខ្ញុំប្រញាប់ទៅជីកទៀនផ្ទះអូននាងនៅម្ដុំណាដែរហើយអូននាងមានអ្នកចូលសួរចែកចៅហើយនៅចាគឺគ្មានទេហើយផ្ទះខ្ញុំនៅឯចុងភូមិឯណោះហើយចូលអូននាងឈ្មោះអីដែរចាគឺឈ្មោះសុជាតាអញ្ចឹងខ្ញុំលាលោកអ៊ំសិនហើយជម្រាបលាគេហៅអ៊ំពេញមាត់ហើយនៅហៅគេអូនទៀតហើយលោកម្ចាស់ភឿនបើឯងមិននិយាយគ្មានអាណាគេថាឯងកោទីបាទលោកម្ចាស់តែវាចិត្តតែរមាស់មាត់ក្បាលលើឯង
នៅពេលដែលសុជាតាត្រឡប់មកដល់ផ្ទះវិញនាងហាក់តានតឹងមិនសប្បាយចិត្តនាងហាក់មានអារម្មណ៍ថាខូចចិត្តនាងមិនដឹងថាមកពីមូលហេតុអ្វីនោះទេហេតុអីក៏ខ្ញុំមានអារម្មណ៍បែបហ្នឹងវិញគេគ្រាន់តែមានគូដណ្ដឹងរបស់គេមិនក៏ខ្ញុំត្រូវខូចចិត្តឬមកពីគេតែងតែនិយាយល្អនឹងខ្ញុំឲ្យខ្ញុំមានអារម្មណ៍ល្អនឹងគេតែអត់ទេណាគេមានគូដណ្ដឹងហើយ តាមពិតទៅសុជាតានាងបានលួចស្រឡាញ់ទៅលើវិបុលតាំងពីយូរណាស់មកហើយពេលដែលនាងឮវិបុលនិយាយថាមានគូដណ្ដឹងបែបនេះទើបនាងមានអារម្មណ៍ថាប្រច័ណ្ឌចំណែកឯវិបុលវិញមកដល់ផ្ទះក៏បានគិតថាហើយថាសារភាពប្រាប់គេមិនបានទៅហើយមិនក៏ចាំបាច់ទៅនិយាយថាមានគូដណ្ដឹងទៅវិញហូយអាមាត់ចង្រៃនេះយ៉ាប់មែនតើកើតអីនឹងកូនអូម៉ែខ្ញុំមានរឿងចង់ប្រាប់ម៉ែខ្ញុំធំហើយមែនទេខ្ញុំពេញកំឡោះហើយមែនទេខ្ញុំអាចមានគ្រួសារបានហើយមែនទេមិនបានជាមកសួរម៉ែបែបហ្នឹងកូនមិនសួរខ្លួនឯងថាកូនមានសមត្ថភាពអាចមើលថែអ្នកណាម្នាក់បានហើយនៅចុះគេធ្វើម៉េចបានដឹងថាយើងអាចមើលថែគេបានទៅបើមិនដែលបានមើលថែនរណាផងនឹងចាំម៉ែប្រាប់ទី1កូនមើលថាខ្លួនឯងមានចិត្តស្មោះត្រង់ចំពោះអ្នកណាម្នាក់ហើយនៅទី2កូនឯងអាចរកលុយចិញ្ចឹមគ្រួសារបានហើយនៅទី3កូនមានចិត្តអាណិតសន្តោសប្រណីចំពោះគេហើយនៅហើយទី4កូនឯងខ្លួនឯងនឹងចេះគោរពពាក្យសម្ដីខ្លួនឯងហើយនៅអញ្ចឹងមានតែប៉ុណ្្នឹងទេឯម៉ែខ្ញុំចេះស្រឡាញ់គេចេះចង់បានគេមកនៅក្បែរតែដូចម៉ែនិយាយអញ្ចឹងមិនទាន់ដែលសាកទីចាំកូនឯងមានសមត្ថភាពគោរពទាំងអស់នោះឲ្យបានខ្ជាប់ខ្ជួនសិនទៅចាំយកអ្នកណាម្នាក់មកនៅក្បែរបើមិនគោរពប៉ុណ្ណឹងមិនបានផងចង់យកគេមកលំបាកនឹងយើងមែនទេជីវិតគេនៅវែងឆ្ងាយនឹងមានកិត្តិយសខ្លាំងណាស់មិនមែនយកមកឲ្យយើងបំផ្លាញតែមួយផ្លែតក៏បោះបង់នោះទេបាទម៉ែតែខ្ញុំខ្លាចមាននរណាគេមកសួរនាំនាងមុនខ្ញុំបាត់ទៅកូនឯងស្រឡាញ់អ្នកណាគឺស្រឡាញ់អ្នកលក់ដំឡូងនៅឯផ្សារនោះអីម៉ែមានគេមកញ៉ាំនាងច្រើនណាស់ម៉ែអើយខ្ញុំខ្លាចតែនាងបានទៅគេបាត់ទេមួយសប្តាហ៍កន្លងទៅលោកសេដ្ឋីក៏បានទៅសួររកមើលផ្ទះរបស់សុជាតាចង់ដឹងថានាងជាកូនចៅអ្នកណានៅពេលដែលបានដឹងថានាងគ្មានឪពុកម្ដាយមើលថែគ្រប់គ្រងដូចគេឯងលោកសេដ្ឋីក៏កើតគំនិតអាក្រក់ចង់បាននាងដោយមិនបាច់ចំណាយនាងគ្មានឪពុកម្ដាយនោះទេអញ្ចឹងចាំបាច់ទៅសួរនាំឲ្យតែអស់លុយធ្វើអីឲ្យតែយកចិត្តបានទៅគឺវាបានហើយមិនតែអាភឿនបាទលោកម្ចាស់តែយកចិត្តបានគឺបានហើយទៀនបើអញ្ចឹងស្អែកនេះឯងទៅជាមួយយើងទៅណាដែរទៀនម្ចាស់យេអានេះចេះសួរធ្វើលីលើទៅកើតគឺទៅយកប្រពន្ធនោះអីនាងគ្មានឪពុកម្ដាយទេទៅយកតែម្ដងទៅមិនបាច់ចាំអស់លុយហើយចុះមានសួរថាគេយកលោកម្ចាស់ដែរអត់លោកម្ចាស់អាភឿនឯងនឹងចំជាគ្មានបានការអីបន្តិចសោះបើគេមិនព្រមក៏ចាប់គេយកមកយីល្ងងមែនអានេះវើយអូហូយល់ហើយលោកម្ចាស់គេមិនបានស្រឡាញ់ហើយយើងក៏ទៅចាប់បង្ខំអញ្ចឹងខ្ញុំយល់ហើយអានឹងគេហៅថាចរិតព្រៃផ្សៃមែនទេលោកម្ចាស់ហើយចង់ថាអញនេះព្រៃផ្សៃមែនទេយាយអានេះនិយាយគ្មានដឹងខ្យល់អីសោះលោកសេដ្ឋីជាមនុស្សដែលមានចិត្តមិនល្អឃើញកូនគេគ្មានឪពុកម្ដាយនៅមើលថែគ្រប់គ្រងក៏មើលងាយគេមិនឲ្យតម្លៃទៅលើស្ត្រីទាំងដែលខ្លួនគាត់ក៏មានកូនស្រីដែរចង់បានគេយកមកដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនៅផ្ទះសុជាតាធីរ៉ាឯងខ្លាចទេប្រហែលយប់នេះតាំងពីមានចៅឡើងផ្ទះយើងមកបងដេកមិនសូវលក់សោះខ្ញុំក៏ដូចគ្នាដែរខ្ញុំបារម្ភពីបងដែរព្រោះគេមិនមែនមកលួចរបស់ទ្រព្យអីនោះទេគឺគេមកមានបំណងមិនល្អមកលើយើងណាបងដឹងហើយកើតមកជាស្រីពិតជាពិបាកណាស់មិនអាចរស់នៅស្រួលដូចបុរសទាល់តែសោះមិនអាចដើរម្នាក់ឯងបានមែនហើយបងទៅដល់ទីណាក៏មិនសូវមានសុវត្ថិភាពដែរព្រោះខ្លាចខ្លួនជាស្រីតែងតែមានមនុស្សមានបំណងមិនល្អមកលើយើងរហូតរកតែទុកចិត្តអ្នកណាក៏មិនបានដែរបើជឿសម្ដីគេតែបន្តិចគេអាចនឹងបោកយើងបាន
បងអាយុច្រើនហើយល្មមរកអ្នកណាមកមើលថែការពារបងហើយបើដូចនោះខ្ញុំក៏មានសុវត្ថិភាពផងដែរតើរកអ្នកណាទៅបើយើងក្រម្លឹងមានអ្នកណាគេចង់មកនៅក្បែរមើលថែយើងនោះ ពេលនោះលោកសេដ្ឋីក៏បានដើរចូលមកដល់ល្មមនាយធឿនក៏បានដើរមកពីក្រោយគឺខ្ញុំនេះហើយដែលស្ម័គ្រចិត្តមើលថែនាងមិនរើសអើងនាងនោះទេចុះបងវិញបងខំតាមស្រឡាញ់អូនយូរហើយណាសុជាតាមិនក៏អូនមិនដែលមើលឃើញបងអញ្ចឹងឯងជានរណាកុំមករញ៉េរញ៉ៃនឹងនាងឲ្យសោះណាឯងគ្មានអីគប់ចិត្តនាងនោះទេលោកអ៊ំក៏គ្មានរូបរាងសង្ហាដូចខ្ញុំដើម្បីយកចិត្តនាងបានដែរអីមើលវាធ្វើនិយាយរូបរាងសង្ហាស៊ីកើតទេបានជាឯងយករូបរាងសង្ហាមកអួតនឹងហ៎ហើយចុះទ្រព្យសម្បត្តិអ៊ំនឹងស្មានថាគ្រប់គ្នាគេចិត្តទៅលោភលន់ចង់បានទ្រព្យសម្បត្តិដូចអ៊ំអញ្ចឹងមែនទេបានឲ្យលោកតានិងបងធឿនឈប់ឆ្លោះគ្នាសិនទៅបើចង់បានបងស្រីរបស់ខ្ញុំតើតបងស្រីខ្ញុំព្រមស្រឡាញ់អ្នកណាម្នាក់សិនទើបបានចិត្តរបស់បងស្រីខ្ញុំទៅសុជាតាស្រឡាញ់បងទៅបងនឹងថ្នាក់ថ្នមថែរក្សាអូនឲ្យដូចជាកៅភ្នែកអញ្ចឹងបងស្រឡាញ់សុជាតាយូរហើយណាស្រឡាញ់បងវិញទៅអូននឹងលេងលំបាកនឹងមានរបស់ឆ្ងាញ់ញ៉ាំហើយប្អូនរបស់អូនក៏រស់នៅយ៉ាងសុខស្រួលដែរអាណិតដល់បងផងសុជាតាបងស្រឡាញ់សុជាតាណាស់កុំធ្វើបាបបងបានទេអាណិតដល់បងផងណាបងក៏ស្រឡាញ់អូនយូរមកហើយខ្ញុំមិនហ៊ានស្រឡាញ់អ្នកណាទេ បើថាសុំស្នេហ៍តាមស្រួលមិនព្រមទេអញ្ចឹងមានតែលេងធัวក្តៅហើយតាកញ្ចាឯងចង់ធ្វើអីនាងកុំមកឆ្លោះគ្នានៅទីនេះខ្ញុំមិនចូលចិត្តការប្រាអំពើហិង្សាលើគ្នានោះទេតាកញ្ចានេះគេចង់ធ្វើបាបអូនណាអ្នកណាក៏គ្មានចិត្តល្អចំពោះខ្ញុំក្រៅពីខ្ញុំខ្លួនឯងពេលខ្ញុំលំបាកមានតែអ៊ំវ៉ាននិងអ៊ំឡុងតែប៉ុណ្ណោះគាត់ប្រៀបបាននឹងឪពុកម្ដាយរបស់ខ្ញុំទៅហើយបើខ្ញុំយកប្តីក៏ខ្ញុំសូមអនុញ្ញាតពីពួកគាត់សិនដែរបើបងស្រីខ្ញុំនិយាយបែបនឹងទៅហើយលោកតានិងបងធឿនត្រឡប់ទៅវិញទៅអញ្ចឹងបងទៅសិនក៏បានសុជាតាឈ្មោះអូននេះពិតជាពីរោះមែនសុជាតាអូនបងក៏ទៅសិនដែរហើយសង្ឃឹមថាសុជាតានឹងដាក់ទានស្នេហ៍ឲ្យបងពួកអ្នកទាំងអស់គ្នាទៅវិញសិនចុះចាំខ្ញុំសម្រេចចិត្តបានសិនវិបុលនៅលេងសុខទ្រាំនឹងការនឹករលឹកដល់សុជាតាមិនបានក៏បានសុំម្ដាយឲ្យទៅចូលសួរសុជាតាតាមទំនៀមទម្លាប់ប្រពៃណីដើម្បីផ្ដល់តម្លៃឲ្យនាងនៅផ្ទះវិបុលម៉ែអើយខ្ញុំនៅមិនសុខទេខ្ញុំខ្លាចនាងបានគេបើអញ្ចឹងមែនវិបុលហើយខ្ញុំខូចចិត្តស្លាប់មិនខានអញ្ចឹងឲ្យម៉ែធ្វើយ៉ាងម៉េចម៉ែទៅសួរនាងឲ្យខ្ញុំមកណាខ្ញុំស្ទះខ្យល់ស្លាប់ឥឡូវហើយម៉ែអើយយីកូននេះកាន់តែមែនតែនហើយមិនអីទេចាំម៉ែទៅសួរនាំនាងឲ្យចុះកូនឯងស្គាល់ផ្ទះនាងទេតែថាស្រឡាញ់គេសូម្បីផ្ទះក៏មិនស្គាល់នោះបាទគឺអត់ស្គាល់ផ្ទះនាងទេម៉ែនាងប្រាប់ថានាងឈ្មោះសុចិតាហើយផ្ទះរបស់នាងនៅចុងភូមិមួយខាងនោះអញ្ចឹងឲ្យម៉ែទៅដើរសួរគេមែនទេយីឯងនេះចំមែនស្រឡាញ់ស្អីសូម្បីតែផ្ទះគេមិនស្គាល់ផងបើជួបនាងតែនៅផ្សារឲ្យខ្ញុំទៅស្គាល់ផ្ទះនាងយ៉ាងម៉េចទៅម៉ែអញ្ចឹងស្អែកនេះរៀបចំខ្លួនទៅជាមួយម៉ែបានម៉ែអរគុណម៉ែណាកូនស្រឡាញ់ម៉ែពេញបេះដូងថ្ងៃស្អែកបានមកដល់ហើយម្ដាយរបស់វិបុលនិងវិបុលក៏បានរៀបចំខ្លួនធ្វើដំណើរចេញទៅភូមិខាងនោះដើម្បីសួររកផ្ទះរបស់សុជាតាហើយក៏បានទៅជួបនឹងសួរអ៊ំឡុងនៅតាមផ្លូវអ៊ំជំរាបសួរខ្ញុំសូមសួរអ៊ំមួយបានទេអូបានអញ្ជើញសួរមកចុះអ្នកកំឡោះតើលោកអ៊ំមានស្គាល់មនុស្សស្រីម្នាក់សក់វែងមុខស្អាតហើយមានប្អូនស្រីម្នាក់ជំទង់នាងមានឈ្មោះថាសុជាតាដែលលក់ដំឡូងនៅផ្សារនាងថានាងនៅនឹងចុងភូមិនេះឯងអូស្គាល់តើក្មួយហើយចុះក្មួយរនេះមានការអីដែរអូគឺអញ្ចេះលោកបងគឺកូនប្រុសរបស់ខ្ញុំបានលួចស្រឡាញ់នាងហើយក៏ចង់ឲ្យខ្ញុំនេះចូលសួរនាំនាងឲ្យខ្ញុំសូមពឹងលោកបងជួយជូនពួកខ្ញុំទៅផ្ទះរបស់នាងផងតើបានទេអូបានតើមិនអីទេផ្ទះខ្ញុំនៅជិតផ្ទះនាងស្រាប់ចាំខ្ញុំជូនទៅណាមកតាមខ្ញុំមកអរគុណហើយអ៊ំប្រុសតោះម៉ែឆាប់ទៅ
តែតាមអ៊ំទៅក្រែងលោតដើរក្រោយរកផ្ទះនេះមិនឃើញ មួយបានហើយកុំធ្វើតែហេបទៅហោពេកណាកូនកូនរៀបចំរឹកពីបន្តិចទៅ ពេលនោះអ៊ំឡុងក៏បានទៅផ្ទះរបស់គាត់ហើយក៏ចូលទៅប្រាប់ប្រពន្ធរបស់គាត់ឲ្យបានដឹងអំពីដំណឹងនេះនៅផ្ទះអ៊ំវ៉ាន់ម៉ែវាហើយឯងមិនណែនតិចមើលចាំតិចណាអ្នកកំឡោះ ចាមិនអីទេលោកបងតាមសម្រួលចុះណាចាពុកវាអ្នកណាគេមកនឹងពុកវា អូគឺអញ្ចេះទេម៉ែវាគឺអ្នកកំឡោះខាងនេះគេបានលួចស្រឡាញ់សុជាតិតាក្មួយយើងគេបាននាំម្ដាយរបស់គេមកសួរនាំនាងផងដែរជំរាបសួរអ្នកមីង អូជំរាបសួរអ្នកបងចាជំរាបសួរអូមិនដឹងថានាងនៅផ្ទះឬអត់ទេថ្មនេះមិនដឹងថាមកពីលក់ដំឡូងវិញហើយនៅទេតោះទៅ បានមីងតោះម៉ែយើងទៅពេលនោះពួកគាត់ក៏បាននាំគ្នាដើរសំដៅទៅរកផ្ទះរបស់សុជាតិតាឃើញថាសុជាតិតាកំពុងតែនាំប្អូនអង្គុយនៅមុខផ្ទះ សុជាតាធីរ៉ានាំគ្នាធ្វើអីនឹងក្មួយចាអ៊ំគឺក្មួយកំពុងអង្គុយលេងថ្ងៃនេះមានភ្ញៀវមកលេងក្មួយណាជំរាបសួរអ្នកមីងអូចាលើកដៃថ្វាយព្រះក្មួយនេះមែនទេកូនប្រុសក្មេងស្រីដែលកូនប្រាប់ម៉ែនោះបាទនេះហើយម៉ែ នាងគ្មានឪពុកម្ដាយមើលថែដូចគេនោះទេនាងរស់នៅតែពីអ្នកបងប្អូននេះឯង ថ្ងៃមុនមានមនុស្សមានបំណងមិនល្អឡើងតែធ្វើបាបនាងតែពួកខ្ញុំបានមកជួយនាងទាន់ពេលវេលាហើយអ្នកណាអីក៏អាក្រក់ម្ល៉េះ ពុទ្ធោព្រះអើយកំសត់ម្លេះក្មួយស្រីនេះជាប្អូនស្រីរបស់ក្មួយតើមែនទេចាអ្នកមីងនេះជាប្អូនស្រីរបស់ខ្ញុំមីងក៏មិនសូវជាអ្នកមានអីដែរបើមីងចូលស្ដីដណ្ដឹងក្មួយឲ្យកូនប្រុសរបស់មីងក្មួយព្រមដែរទេកូនប្រុសមីងបានលួចស្រឡាញ់ក្មួយឯងថាម៉េចស្រឡាញ់ខ្ញុំហើយក្រែងគាត់ថាមានគូដណ្ដឹងហើយមិនអញ្ចឹងឯងចុះមិនបានជាមកស្រឡាញ់ខ្ញុំ ខ្ញុំកុហកម្នាក់ស្រីនោះតាខ្ញុំមានគូដណ្ដឹងមកពីណាខ្ញុំចេះតែនិយាយឲ្យតែរួចខ្លួនទៅនឹង តែខ្ញុំក្រណាស់មិនស័ក្តិសមនឹងលោកទេខ្ញុំមិនសមនឹងកូនរបស់មីងនោះទេមីងមិនរើសអើងក្រមានអីទេឲ្យតកូនស្រឡាញ់គ្នាតើក្មួយស្រឡាញ់កូនមីងដែរទេស្រឡាញ់តែថ្ងៃមុនហ្នឹងខ្ញុំលួចស្ដាប់បងស្រីនិយាយតែម្នាក់ឯងថាគេមានគូដណ្ដឹងមិនក៏យើងខូចចិត្តអេធីរ៉ាមិនក៏ទៅនិយាយអញ្ចឹងវិញហាប្អូនខ្ញុំនៅក្មេងនាងមិនសូវចេះនិយាយទេអញ្ចឹងបានន័យថាស្រឡាញ់ហើយណាលោកបងអ្នកបងជួយធ្វើជាសាក្សីឲ្យខ្ញុំផងថាកូនគេបានស្រឡាញ់គ្នាហើយតើក្មួយព្រមយកកូនប្រុសមីងដែរទេណែខ្ញុំគឺណែអ៊ំតើខ្ញុំគួរធ្វើម៉េចទៅបើក្មួយឯងស្រឡាញ់គេក៏ព្រមនឹងគេទៅនឹងបានមានអ្នកជួយមើលថែការពារឯងផងដើម្បីសុវត្ថិភាព មែនហើយក្មួយដើម្បីបានការពារប្អូនផងណាគ្នានឹងបានកក់ក្ដៅ អញ្ចឹងបើអ៊ំទាំងពីររបស់ខ្ញុំព្រមលើកខ្ញុំឲ្យនោះខ្ញុំក៏មិនប្រកែកដែរយ៉ាងម៉េចដែរលោកបងអ្នកបងព្រមលើកនាងឲ្យមកខ្ញុំដែរទេ បើក្មួយគេស្រឡាញ់ហើយខ្ញុំជាអ៊ំក៏សប្បាយចិត្តដែរមិនជំទាស់ទេមែនទេម៉ែវា មែនហើយខ្ញុំក៏មិនជំទាស់ដែរព្រោះអ្នកក៏បាននាំកូនមកសួរនាងត្រឹមត្រូវដែរ ម៉ែខ្ញុំសប្បាយចិត្តណាស់ខ្ញុំស្រឡាញ់នាងយូរហើយសុជាតិតានេះជាចម្លើយដែលខ្ញុំចង់ឮពេលនោះចាស់ក៏បានរកពេលវេលាដើម្បីរៀបអាពាហ៍ពិពាហ៍ជូនអ្នកទាំងពីរនាក់មិនយូរប៉ុន្មានដំណឹងនេះក៏បានឮទៅដល់អ្នកភូមិនិងនាយធឿននិងលោកសេដ្ឋីដូចគ្នានៅផ្ទះលោកសេដ្ឋី ហើយអាចចង្រៃមិនបានជាឯងទៅចូលសួរនាងនោះ អើយកញ្ចនាហើយឯងស្រែកអីក៏ស្រែកខ្លាំងម្ល៉េះហ៎ផ្អើលអស់មន់ទាយើងពេញផ្ទះហើយអូហូយអ្នកនាងប៉ិនជំទាលដល់ហើយណោះ ណែអាភឿនយើងធាក់ឯងឲ្យជាប់នឹងអញ្ចឹងនោះឥឡូវហើយយើងកំពុងតែមួម៉ៅផង ហើយចុះឯងមានរឿងស្អីឯងបានជាមកស្រែកលូឡាពេញផ្ទះនឹង
គឺអាសង្សារដែលខ្ញុំប្រាប់ពុកថាលយសង្ហានឹងវាបោកប្រាស់ខ្ញុំទោះបែកគ្នាហើយក៏ខ្ញុំមិនចង់ឲ្យវាស្រឡាញ់នាងនោះដែរ បានហើយយើងថ្លង់ណាស់ឈប់ស្រែកទៅក្រែងឯងថាលួយសង្ហាមិនអញ្ចឹងហ៎ឥឡូវត្រូវគេបោក ចុះពុកវិញនោះអត់ដឹងរឿងអីមែនថាខ្ញុំទៅត្រូវគេបោកចុះស្នេហាពុកខំតែទិញរបស់គេរាល់ថ្ងៃនោះមានដឹងអត់ ដឹងស្អីឯងទៅស្នេហាយើងវាយ៉ាងម៉េច ពុកឯងចាស់ឲ្យមិនព្រមចេះឥឡូវមិនដឹងរឿងអីទៀតគឺស្រីស្រស់របស់ពុកវាភ្ជាប់ពាក្យហើយ ហ៎ឯងនិយាយថាម៉េចតើរឿងនេះពិតទេហ៎ហឺយើងខំតាមសុំស្នេហ៍រាល់ថ្ងៃបែរជាទៅយកគេអ្នកផ្សេងទៅវិញបើមិនបានយើងអាណាក៏មិនបានដែរវើយ ខំម្លេះពុកគេក្មេងឲ្យយកក្មេងគ្នាគេទៅ យើងមិនព្រមយើងចំណាយដើមទុនច្រើនណាស់ដើម្បីតាមសុំស្នេហ៍នាង ថាតែខ្ញុំត្រូវគេបោកពុកនឹងចាស់ហើយត្រូវគេបោកអូយភឿនជួយសើចយើងផងមើល បាទអ្នកនាង លោកសេដ្ឋីខឹងខ្លាំងណាស់ព្រោះគាត់ខំតាមញ៉ានាងយូរហើយមិននឹកស្មានថានាងមិនស្នេហ៍បែរជាទៅយកអ្នកផ្សេងទៅវិញថ្ងៃមង្គលការរបស់សុជាតានិងវិបុលក៏បានខិតចូលមកដល់នៅផ្ទះសុជាតាទោះបីជាបងមិនសូវសង្ហាមិនសូវមានទ្រព្យសម្បត្តិតែបងសន្យាថាមិនធ្វើឲ្យអូននិងប្អូនរបស់អូនលំបាកទៀតទេពេលរៀបការរួចបងនឹងសង់ផ្ទះថ្មីជូនអូនណាសំណប់ចិត្តបង ខ្ញុំពិតជាអរគុណចំពោះទឹកចិត្តស្រឡាញ់មួយនេះណាស់ដែលមិនរើសអើងខ្ញុំនិងប្អូនដែលរស់ក្នុងជីវភាពមួយដែលមិនល្អក្រីក្រ វាមិនមែនជាកំហុសរបស់អ្នកណាម្នាក់នោះទេគ្មានអ្នកណាអាចកំណត់វាសនាខ្លួនឯងបានឡើយតែយើងត្រូវតែព្យាយាមជោគជ័យវាបន្ថែមទើបបាន ខ្ញុំគិតថាខ្លួនឯងមិនបានជួបមនុស្សដូចជាលោកនោះទេតែពេលនេះលោកក៏បានស្រឡាញ់ខ្ញុំក៏ស្រឡាញ់លោកវិញដូចគ្នា បងក៏គិតថាគ្មានសំណាងបានអូនដូចគ្នាអូនស្អាតមិនខ្វះមនុស្សប្រុសចោមរោមទេតែអូនក៏ស្រឡាញ់បង សូមបងថែរក្សាបេះដូងរបស់អូនផងណាកុំឲ្យថ្ងៃក្រោយវាក៏កាត់ខ្ទេចខ្ទាំព្រោះស្នេហ៍បង បងសន្យាថាអ្វីនឹងល្អប្រសើរនៅពេលដែលបងបានមើលថែអូនអរគុណហើយដែលអូនតបស្នងដោយការផ្ដល់ក្តីស្រឡាញ់ចំពោះបង តើវាជានិស្ស័យឬកម្មពៀដែលបានពំងាជាគូ មិនមែនជាកម្មពៀទេគឺជានិស្ស័យដែលបានឲ្យបងបានស្គាល់អូននិងបានអូនជាគូក្រងមួយរយៈក្រោយមកខណៈពេលដែលវិបុលសុជាតានិងអំឡុងកំពុងឈរនៅមុខផ្ទះសុជាតានិយាយគ្នាពីរឿងរៀបចំពិធីមង្គលការស្រាប់តែពេលនោះលោកសេដ្ឋីក៏បានមក បងស្រីលោកតានោះមកទៀតហើយបងធឿនក៏មកដែរ ឯណាគូដណ្ដឹងនាងនោះយើងសុំមើលមុខវាបន្តិចមើលតើវាសង្ហាជាងយើងប៉ុណ្ណាទៅខ្ញុំនៅទីនេះលោកពូមានការអីជាមួយខ្ញុំមែនទេបានជាមកសួររកខ្ញុំនោះអូគឺជាឯងមែនទេដែលយកចិត្តនាងបានហឺអញ្ចឹងឯងត្រៀមខ្លួនហើយទៅ លោកអ៊ំចង់ធ្វើអីហ្នឹងកុំផ្ដេសផ្ដាស់ឲ្យសោះណា ពេលនោះនាយធឿនក៏បានមកដល់ដែរហើយក៏បានទាញដំបងមកវាយវិបុលសំណាងល្អមិនត្រូវខ្លាំង បងសម្លាញ់បងយ៉ាងម៉េចហើយ សុជាតាអូនឯងស្រឡាញ់វាខ្លាំងណាស់មែនទេហើយចុះបងខំស្រឡាញ់អូនឯងយូរហើយមិនក៏មើលមិនឃើញបងអញ្ចឹង ឲ្យខ្ញុំស្រឡាញ់អញ្ចឹងឯងថ្ងៃដែលមានចៅឡើងផ្ទះរបស់ខ្ញុំកុំស្មានថាខ្ញុំមិនដឹងថាជាអ្នកណាឯសោះគឺជាបងនេះឯងខ្ញុំមិនប្តឹងប៉ូលីសចាប់បងព្រោះតែខ្ញុំគ្មានផុសតាងច្បាស់លាស់នោះអីតែថ្ងៃនេះបងក៏រកកន្លែងជាប់គុកដោយខ្លួនឯងហើយ ធឿនហើយមិនក៏ឯងធ្វើអញ្ចឹងហ៎ឯងឈួតហើយមែនទេឯងធ្វើនេះហួសហេតុពេកហើយអ្នកគ្រប់គ្នាមិនស្រឡាញ់ខ្ញុំមិនចូលចិត្តខ្ញុំហេតុអីទៅឯងមានដើរងាកមើលកំហុសរបស់ឯងទេពីលាអាវ៉ាសែរាល់ថ្ងៃអ្នកណាគេយកខ្លួនទៅក្បែរនោះអេយើងមិនបានដឹងអីទេណា អ៊ំក៏ដូចគ្នាចាស់ហើយមិនព្រមចាស់ទេនៅឆ្វេងឆ្វាច់ពេញនឹងធေါ်អាអីមិនព្រមទៅរកទេ មែនហើយលោកម្ចាស់ចាស់ហើយមិនព្រមចូលវត្តចូលវាទេដើរតែញ៉ៃក្មេងតើក្មេងគេជេរអញ្ចឹងបានដឹងថាវាឈឺ
เพื่อนตรึกក្បាលឥឡូវអើយឯងហើយចុះឯងស៊ីបាយនៅណារាល់ថ្ងៃនេះបាទហូបបាយលោកម្ចាស់នឹងហើយហើយបើស៊ីបាយអញមិនក៏ឯងទៅកាន់ជើងគេទៅវិញហើយអត់ទេមានកាន់ជើងគេណាខ្ញុំកាន់ជើងលោកម្ចាស់តាស្រាប់តែភ្លាមនោះមានអ្នកឲ្យដំណឹងទៅមេភូមិលោកមេភូមិក៏បានមកដល់ទាន់ពេលវេលាហើយក៏បានចាប់ពួកគេយកទៅដាក់គុកបាត់ទៅពេលនោះម្ដាយវិបុលក៏បានមកដល់ផងដែរអស់អីហើយកូនម្ដាយលោកអើយចាស់ហើយនៅមកស្រឡាញ់ក្មេងមិនខំប្រឹងសន្សំបុណ្យកុសលអីទេអូនសុំទោសបងផងណាមិនគួរណាបងមកជួបរឿងបែបនេះទេតែបងសប្បាយចិត្តទៅវិញតាដែលបានអូននៅក្បែរបងបែបនេះមិនសូវឈឺទេអូនប៉ុណ្ណឹងហើយនៅលេងសើចទៀតបងនេះបងមានលេងសើចឯណាគេវាយហើយនៅនិយាយផ្អែមបានទៀតផ្អែមព្រោះតែមុនស្នេហ៍របស់អូននឹងហើយបើពីក្មេងម៉ែវាយតែបន្តិចយំអានីលដីពេញផ្ទះដល់ពេលបានប្រពន្ធគេវាយចង់អាយ៉ះក្បាលហើយនៅមិនឈឺទៀតអូយកូនណាយកូនមានណាម៉ែកូនឈឺណាស់បានប៉ុន្មានថ្ងៃក្រោយមកអ្នកទាំងពីរក៏បានរៀបការជាមួយគ្នាចំណែកឯនាងកញ្ចនាបានទៅមើលឪពុកនៅឯប៉ុស្តិ៍ប៉ូលីសនាងខ្មាស់គេខ្លាំងណាស់បងឲ្យខ្ញុំនៅជាមួយអ្នកណាបើពុកជាប់ទោសបែបនេះអាភឿនយើងឲ្យឯងទៅតាមមើលពុកយើងមិនក៏ទៅយកដំបងឲ្យពុកយើងវាយគេអញ្ចឹងហើយបើលោកម្ចាស់ប្រើឲ្យយកទៅហើយបើខ្ញុំមិនយកទៅឲ្យលោកម្ចាស់ច្បាស់ជាសួរថាខ្ញុំស៊ីបាយអាណាទៀតឥឡូវហើយចុះឥឡូវឯងនៅស៊ីបាយគាត់ទៀតទេឃើញទេមកបាយនៅគុកទាំងពីរហើយអើយពុកសុំទោសណាកូនស្រីនេះមកពីពុកទាំងអស់ដែលពុកចាស់ហើយមិនចេះគិតណាកូនស្រីពុកទៅតែដឹងខ្លួននៅពេលនេះមែនទេតើបានអ្វីមកវិញទៅពុកខ្ញុំក៏ត្រូវនៅម្នាក់ឯងពុកឃើញទេពុកដឹងខុសហើយពុកសុំទោសណាកូនមិនដឹងខុសស្អីពេលនេះឥឡូវនៅក្នុងគុកទាំងអស់គ្នាហើយមិនបាច់គិតអីច្រើនទៀតទេមកពីឯងនឹងយើងមិនទាន់បានធ្វើអីផងក៏មកជាប់ទាំងអស់គ្នាប៉ុនប៉ងកាន់ដំបងប៉ុណ្ណឹងហើយនៅថាខ្លួនឯងបានធ្វើអីទៀតហើយមិនបាច់បន្ទោសគ្នាទេលោកឥឡូវនេះដេកគុកទាំងអស់គ្នាហើយតានៅចង់បានអីទៀតខ្ញុំលាពុកទៅផ្ទះវិញហើយពេលទំនេរពីការងារផ្ទាំងខ្ញុំនឹងមកលេងពុកទៀតគូចាស់ចង់ស៊ីស្មៅខ្ចីរមែងរាករុះដោយសារស្មៅខ្ចីនោះមិនខានឡើយសូមកុំឲ្យស្នេហាគ្រប់ដណ្ដប់លើយើងដោយមិនពិចារណាមុននឹងប្រព្រឹត្តទង្វើអ្វីមួយទៅលើអ្នកណាម្នាក់រីឯវិបុលនិងសុជាតាវិញគេបានរៀបការនឹងគ្នាហើយសាងគ្រួសារយ៉ាងមានសេចក្តីសុខការព្យាយាមរមែងបានសម្រេចហើយការសាងអំពើមិនល្អនឹងនាំអ្នកទៅរកសេចក្តីវិនាស